បារមីស្លាប់កើតជាមហោសថកើតជាវេសន្តរស្លាប់ពីវេសន្តរទៅក៏ទៅកើតនៅក្នុងឋានដោះសត្វឯណោះឈ្មោះសន្តិសត្វទេវបុត្រពិចារណាមើលមកខាងក្រោមអាត្មាអញគួរនឹងចោះមកត្រាស់ជាពុទ្ធហើយនៅអញ្ចឹងពុទ្ធដែលចោះមកពិចារណាមើលបញ្ចវិលោកណៈ5សិនមើលទ្វីបមើលតកូលមើលមេត្តាបៃតាមើលកាលអីចឹងសិនដល់ចឹងទៅបានថាដូចសពថ្ងៃហ្នឹងវាមិនទាន់ដល់កាលត្រូវពុទ្ធត្រាអត់មានពុទ្ធណាចុះមកត្រាស់ទេស្រាប់តែកាលនោះព្រះអង្គពិចារណាមើលតកូលមើលទ្វីបត្រូវចុះមកចំពោះទ្វីបបើកាលមនុស្សមានអាយុលើសពី 20000 ឆ្នាំទៅក៏មិនចុះហើយមនុស្សអាយុក្រោម100ពេកហ្នឹងក៏មិនចុះអញ្ចឹងចាប់ត្រឹមខ្ទង់មនុស្សអាយុ100ប៉ុន្តែសប្តាហ៍ថ្ងៃហ្នឹងវានៅប៉ុណ្ណឹងគេថាខ្ទង់មនុស្សអាយុ100ដែរដល់អញ្ចឹងទៅមើលមេត្តាមិនមែនមកកើតមេត្តាណាជាស្រីអាឡិអាឡោះអីមិនមានសិលនោះទេហើយមើលកាលមើលទ្វីបមើលមេត្តាបីដាយរួចស្រេចអញ្ចឹងទៅព្រះអង្គក៏ចុះមកនិយាយពីកាលនោះសទ្ធោតនៈនឹងសរិមហាមាយាជាភរិយាស្វាមីជាស្ដេចនឹងក៏ស្រាប់តែថ្ងៃមួយនោះថ្ងៃឧបោសថដូចញាតិញោមសមាទានឧបោសថអញ្ចឹងសរិមហាមាយាសមាទានឧបោសថរួចស្រេចហើយត្រង់ទឹកត្រង់អីទៅយប់ហ្នឹងក៏ត្រង់ផ្ទុំគឺដេកញោមណាសម្រានទៅក៏ស្រាប់តែយល់សពឃើញណែចក្រឡោកកបាលទាំង4ហ្នឹងមកយកនាងទៅព្រៃហឹមមកពៀនទៅងូតទឹកស្រះបោក្រណីងូតហើយនាំឡើងទៅលើភ្នំមាសភ្នំប្រាក់ក៏សម្រាននៅវិស្រវណ្ណវិមានសវណ្ណប្រាសាទនោះទៅផ្ទុំលក់នៅលើនំទៅទៀតស្រាប់តែមានតម្រៃសមួយហោះចុះមកបតិសិនជុំវិញ3ជុំហើយប្រម៉ោយតម្រៃនឹងកាន់ផ្កាឈូកស្រាប់តែមកចូលពោះនាងក្នុងខាងស្ដាំដល់តែមកចូលទៅភ្ញាក់ព្រលឹមឡើងស្រីមហាមាយាក៏និយាយរឿងហ្នឹងប្រាប់ដល់សទ្ធោតនៈបាទសទ្ធោតនៈហ្នឹងក៏ឲ្យហោរាគុណគូមើលទៅដឹងថាអូមានកូនមួយកូននឹងប៉កែណាតែកើតឡើងមកហើយជាមហាបរោះលើសគេលើសឯងលើពិភពលោកញោមមកគ្រាន់តែអញ្ចឹងចាប់បដិសន្ធិហ្នឹងចាប់បដិសន្ធិហើយក្នុងឆ្នាំរកាថ្ងៃពហោះបដិសន្ធិឆ្នាំរកាថ្ងៃពហោះខែអាសាឍបដិសន្ធិទៅស្រាប់បច្ចៈកឡោកបាលទាំង4ស្ដេចកវេរៈថតរដ្ឋវិរូបខវិរុលហកកាន់ដាវមកឈរយាមរាល់ថ្ងៃបើយើងមើលអត់ឃើញទេហៅទេវតា10000លោកធាតុញោម10000ចក្រវាលមកជួយការពារហ្នឹងអញ្ចឹងនាងនៅក្នុងកូនហ្នឹងនៅក្នុងផ្ទៃ10ខែណាញោមទេវតាការពារចនិចរហូតដល់តែពេលគ្រប់ខែត្រូវប្រសូតសម័យថ្ងៃនោះឯងនាងចង់ទៅស្រុកកំណើតនៅខាងនគរទេវតហៈដែលជាប់ព្រំប្រទល់គ្នាហ្នឹងក៏បានរៀបចំស្រីស្នំក្រុមការទាហានសេនាអីសពបែបយ៉ាងក្បួនហែទៅដល់កណ្ដាលផ្លូវជាប់ព្រំប្រទល់នគរទេវតហៈនិងនគរកបលពស់នោះបើយើងគិតនាឡិកាយើងសពថ្ងៃប្រហែលម៉ោង9ម៉ោងលោកបិណ្ឌប្រាប់តែនាងមានបតីចង់សម្រាកនៅក្នុងព្រៃនឹងសិនដល់ឲ្យចង់សម្រាកទៅព្រៃនឹងសុទ្ធតែដើមរាំងដើមសាលព្រឹកដែលខ្មែរយើងតែងទៅហៅថារាំងភ្នំប៉ុន្តែហៅតាមគេថាសាលព្រឹកនោះសុទ្ធតែដើមហ្នឹងស្រាប់តែពនាងហ្នឹងមានបតីចង់តោងមេឃរាំងក៏លើកវាមិនរួចលើកដៃដូចមិនរួចដូចថាមនុស្សប្រុងប្រសូតបុតអាដើមរាំងហ្នឹងវាទុនមេឃមកពនាងតោងទៅពួកសេនាភិលៀងទាំងអស់ដឹងថាពនាងប្រុងប្រសូតបុតឥឡូវយកវាំងនូនទៅបាំងជុំវិញហើយនាំវាថយចេញមកខាងក្រៅពេលនោះពនាងប្រសូតបុតមែនថ្ងៃចិត្តត្រង់ក៏បានប្រសូតនៅចំនគរនោះញោមមកទេវតាព្រះអង្គប្រព្រំផ្អើលមកក្រឹកប្រព្រំសទ្ធាវាព្រំចុះមកទាំង4នាក់ចុះមកដល់ទៅបានយកបណ្ដាញមាសមកទ្រព្រះអង្គគង់នៅក្នុងផ្ទៃគង់ប្រភ្នែនមនុស្សយើងកាលនៅក្នុងផ្ទៃបែរខ្នងមកមុខបែរមុខទៅក្រោយហើយអង្គុយក្បិនដល់ព្រះអង្គពេនភ្នែនដូចរូបព្រះអញ្ចឹងហើយបែរប្រភ័ក្រមកខាងមុខបែរខ្នងទៅខាងខ្នងដែរដល់ព្រះអង្គប្រសូតដូចឈានជើងចុះអញ្ចឹងព្រំនឹងក៏យកកញ្ច្រែងមាសណាបណ្ដាញមាសយកមកត្រង់អញ្ចឹងទៅស្រាប់ចក្រឡោកបាលទាំង4នឹងត្រង់យកពីទទួលយកតពីប្រព្រំទៀតហើយក៏ស្រាប់តែទេវបុត្រមួយកាន់កែវ7ប្រការទេវបុត្រមួយកាន់គ្រឿងស្បែកជើងមានមកស្រេចមកមើលញោមស្បែកជើងមកពីឋានសួគ៌មកយកមកប្រគេនថ្វាយក្នុងពេលនឹងរួចស្រេចចឹងទៅក៏ស្រាប់តែក៏ក្រឹកអោឡារឹកស្រីភីលៀងស្រីស្នំទទួលយកពីដៃទេវបុត្រព្រឹត្តិការណ៍ហ្នឹងកាលនោះណានៅនោះបានឃើញទាំងអស់ដែលយើងមិនដែលឃើញទេវតាបានមកព្រំទេប៉ុន្តែថ្ងៃហ្នឹងគេឃើញទាំងអស់គ្នាហ្មងស្រាប់តែវាលេចចេញតទឹកមកពីលើមកគូមកតែមកខ្ញុំមិនដឹងថាចេញពីត្រឹមណាមកឃើញតមកគូមកខាងទឹកក្តៅមកខាងទឹកត្រជាក់ពួកស្រីស្នំនឹងក៏បានលៀងជំរះមន្ទិលកនឹងសពយ៉ាងដាក់កូននឹងចុះផុតពីដៃពុកទៅឈរលើដីឈរនឹងទាំងកូនខ្ចីនឹងឈរនឹងហើយព្រះអង្គបែរប្រភពទៅខាងជើងឈានដើរ7ជំហានក៏លើកម្រាមដៃឡើងស្រែកអកោអាម៉ាស់ស្មឹងលោកកាសាអកោអាម៉ាស់ស្មឹងជាតិថាសៈនោះថា
ថាអាត្មាអញជាកម្ពុជាលើលោកអាត្មាអញជាបរោះចម្បងជាងគេលើលោកជាតិនេះជាជាតិចុងក្រោយរបស់អាត្មាអញហើយគ្រាន់តែស្រេចបានតែប៉ុណ្ណឹងហើយក៏បានកូននឹងក៏ទុនល្បិចល្បក់ទៅវិញទៅខ្លាចជាកូនខ្ចីដូចធម្មតាចឹងទៅហេតុអស្ចារ្យគេបានឃើញតទឹកគេបានឃើញទេវតារាប់សែនកោដគឺថា10000ចក្រវាលមកជុំចិត្តក្នុងទីនោះមកជួយឲ្យពោសពសាធុការព្រះអង្គចឹងបានយើងមានជំនឿផ្ការាំងភ្នំកាលណាជ្រុះមកគេទៅរើយកមកធ្វើថ្នាំកូនខ្ចីណាមានផ្ទៃពោះគេដាំហូបទៅដល់ប្រសោតបត់មកប្រសោតស្រួលពីព្រោះក៏មានដាព្រះអង្គគ្រាន់តែតោងមេឃនឹងផងប្រសោតស្រួលហើយតម្រាំយើងយកមកដាំផឹកនឹងបកែប៉ុណ្ណាបានគឺជំនឿចឹងនោះចាប់ពីប្រសោតនឹងរួចស្រេចមកថែទាំសពបែបយ៉ាងយកមកទៅយកព្រាមមកទាយ108នាក់ណាបកែជាជំនាន់នោះហោរាណាបបៃតាហ្នឹងយកហោរាមក108នាក់យកមកទាយហោរាមកចាប់ដៃចាប់ជើងមើលកយ៉ៅមើលអីទៅទាយថាព្រះអង្គមាន2ផ្លូវបើទៅបួសបានត្រាស់ជាប្រពុតហើយបើសិនជាមិនទៅបួសទេនៅគ្រប់គ្រងប្រទេសនឹងបានជាស្ដេចចក្រពត្តិគេជំរឿសព្រាមនឹងចេញអស់នៅតែជើងខ្លាំងជាងគេ8នាក់ហ្នឹងបកែទាយស្រាប់តែអ្នក7នាក់នោះនៅតែប្រកាន់2ផ្លូវដដែលថាបើនៅជាស្ដេចនឹងបានស្ដេចចក្រពត្តិហើយបើសិនជាទៅបួសទៅបានត្រាស់ជាប្រពុតអញ្ញាកោដាញ់យកក្មេងជាងគេលើកម្រាមដៃមួយហ្មងថាអត់ទេប្រពុតនឹងបានត្រាស់ជាប្រពុតព្រះអង្គនឹងបានត្រាស់ជាប្រពុតតែមួយមុខទេទាយដាច់ចឹងក៏ស្រាប់តែប្របានសូតនៈសួរថាចុះអាម៉េចបានជាត្រាស់ជាប្រពុតថាមកពីព្រះអង្គបានឃើញទេវទូតជាទេវទូតនឹងស្អីទៅថាមនុស្សចាស់មនុស្សឈឺមនុស្សស្លាប់នឹងភេទអ្នកបួសគ្រាន់តែលឺតែប៉ុណ្ណឹងចាប់ពីថ្ងៃនោះមកសុធោតនៈនឹងហាមផ្ដាច់មិនឲ្យមនុស្សចាស់ទៅចិត្តកន្លែងព្រះអង្គទេខ្ញុំអត់ឲ្យឃើញទេណាអញ្ចឹងហាមមិនឲ្យឃើញមនុស្សចាស់មនុស្សឈឺទេខ្លាចព្រះអង្គទៅបួសស្រាប់តែពនាងសិរិមហាមាយានោះ7ថ្ងៃក៏ស្លាប់ទៅទៅកើតឋានសួគ៌ទៅចឹងបានជាមានក្នុងធម៌ញាតិញោមសោតហ្នឹងណាសិរិមហាមាយាហ្នឹងស្លាប់ចោលកូនទៅនោះ7ថ្ងៃហើយនាងពជាបតិកោតមីហ្នឹងក៏យកណាកោតមីហ្នឹងក៏បានយកទៅធ្វើមេដោះចិញ្ចឹមរហូតដល់បជនហ្នឹងគ្រប់7ឆ្នាំទីកាលនៅតូចហ្នឹងវាមានរឿងចេះមួយទៀតថ្ងៃមួយស្ដេចហ្នឹងធ្វើច្រត់ប៉ណាំងកលហ្នឹងក៏បានទាំងហែទាំងព្រះអង្គហ្នឹងយកទៅជាមួយដើមព្រីងធំសាខាមួយមានមេតែឆឹងតិចៃក៏បានដាក់តែនសាយណាក្រុមដើមព្រីងហ្នឹងឲ្យព្រះអង្គទុំក្រុមដើមព្រីងហ្នឹងកំពុងតែទុំលក់ស្រួលអញ្ចឹងញាតិញោមឲ្យគេច្រត់ប៉ណាំងកលពួកភីលៀងសេនាឃើញតែកុមារហ្នឹងទុំលក់ឲ្យរត់ទៅមើលគេច្រត់ប៉ណាំងកលអស់ព្រះអង្គបើកភ្នែកឡើងអត់មានសេនាភីលៀងអីទាំងកូនក្មេងនេះចេះឡើងអង្គុយហ្មងឡើងអង្គុយពេនភ្នែនសមាធិពិចារណាបានសម្រេចឈានអញ្ចឹងបានញាតិញោមមើលមនុស្សខ្លះមាននិស្ស័យកូនក្មេងតូចខ្លះស្ពះលោកសាធុចេះលើកដៃថ្វាយអង្គមថ្ងៃមុនមាននិយាយមួយមកប្រាប់អាត្មាថាពីដើមគ្រាន់តែចេះលើកដៃសាធុទេស្រាប់តែថ្ងៃនេះមិនដឹងអាម៉េចមកដល់ភ្លាមមុខព្រះឲ្យសាធុមួយមិនសាធុទេលើកណែលិទ្ធគង់ក្រឹបថ្វាយអង្គមស្រួលបួលហើយបានស្ពះអីស្រួលបួលបានថាហ្នឹងមនុស្សមាននិស្ស័យពីក្មេងព្រះអង្គធ្លាប់មាននិស្ស័យមកចាប់តែចេះសមាធិបានសម្រេចញោមឲ្យបានបឋមឈានហាក់ដូចជាដែតទៅសែតឡើងផុតពីដីអញ្ចឹងផ្អើលពួកភីលៀងរត់មកមើលព្រាតយកតំណែងនឹងទៅថ្វាយសុធោតនៈរត់មកថ្វាយអង្គមកូនហ្មងឃើញកូនតូចចេះសមាធិពីតូចហ្នឹងមកប្រភ្នូលមកថាដល់អាយុ7ឆ្នាំក៏បាត់សុធោតនៈសួរគេថាចុះក្មេងអាយុប៉ុណ្ណឹងចូលចិត្តលេងអីនោះគេថាចូលចិត្តលេងទឹកបើចឹងជីកស្រះឲ្យលេងទឹកក្តៅដល់អាសនារបស់សកទេវរាជបាននោះប្រើវិសកម្មទេវបុត្រមកនិមិត្តស្រះថ្វាយបានស្រះនឹងថ្វាយចឹងទៅដល់អាយុ16ឆ្នាំកសាងប្រាសាទឲ្យ3ប្រាសាទមួយនោះសម្រាប់នៅក្នុងហេមន្តរដូវមាន9ជាន់នោះអានឹងហេមន្តរដូវធ្លាក់អន្សើមរដូវរំហើយ9ជាន់ហើយប្រាសាទមួយទៀតនៅក្នុងកំហារដូវហ្នឹង7ជាន់គឺរដូវក្តៅប្រាសាទមួយទៀតសម្រាប់នៅរដូវភ្លៀងហ្នឹងមានកម្ពស់5ជាន់រដូវវស្សានៅចឹងទៅបានប្រាប់ឲ្យតំណែងទៅរហូតទៅដល់នគរគ្រប់នគរទាំងអស់នគរណាមានកូនកំមុំយកមកពីព្រោះព្រះអង្គអាយុ6ដល់10ហើយឲ្យទៅនគរណាមានកូនកំមុំយកកូនកំមុំមកដើម្បីបង្ហាញវប្បធម៌ឥណ្ឌាគេចឹងគេរើសកូនកំមុំមកទៅគេឲ្យកូនប្រុសហ្នឹងដើរមើលស្រឡាញ់មួយណាឲ្យកម្រងផ្កាទៅនៅក្នុងទៅនឹងរៀបអភិសេកចឹងណាញោមណាដល់តែពួកស្ដេចដទៃថាកូនស្ដេចនោះបានតែរូបស្អាតទេរូបល្អទេបើគ្មានចេះអីទេបានពពោធិសត្វហ្នឹងឲ្យតំណែងប្រាប់ប្របីដាថាឲ្យទៅប្រាប់គេវិញទៅបើកកម្មវិធីប្រឡងរិទ្ធដល់ចឹងគេមានធ្នូនោះគេហៅថាធ្នូហ្នឹងទម្ងន់ធ្ងន់ណាស់ធ្នូហ្នឹងប្រហាសធ្នូណាញោមអត់មាននរណាលើករួចទេធ្នូហ្នឹងហើយបើនរណាមានបនមានបកែលើកធ្នូហ្នឹងបានស្ដេចទាំងអស់មកមើលស្រាប់តែគេលើកអត់រួចទាំងអស់កូនស្ដេចព្រះអង្គទៅលើកធ្នូហ្នឹងឡើងយកមកលើកដោយធូរលហែងហើយចាប់ធ្នូហ្នឹងបាញ់សម្លេងលឺដូចផ្ទះ
គ្រាំងគ្រាំងទៅស្ដាច់ទៅភ័យភ្ញាក់នឹងសម្លេងនោះអស្ចារ្យណាស់បានថាយីព្រះអង្គមានរិទ្ធប្រកែដល់អញ្ចឹងក៏បានយកកូនកំមុំមកញោមមកគ្រាន់តែកញ្ញាកាលនោះ 40000 នាក់យកមកឲ្យរើសប៉ុន្តែ 40000 នាក់រើសអត់បានអត់តមាននិស័យអ្នកខ្លះមិនដែលធ្វើបុណ្យអ្នកខ្លះមិនដែលធ្វើសិលអីចឹងណាគ្រាន់តែថាបានម្ដងវិញ្ញាណមេតកាទីស្ដាច់ចឹងប៉ុន្តែអត់មានតបបនិស័យក្នុងខ្លួនឯមកនោះរើសទៅបានរៀងពំពៀណាឲ្យកម្រងផ្កាទៅពំពៀក៏រៀបអភិសេកចឹងទៅឡើងគ្រប់គ្រងស្រុកហ្នឹងនៅក្នុងឆ្នាំឆ្លូវខែកដឹកថ្ងៃអាទិត្យបានអភិសេកទេប៉ុន្តែនៅតែប៉ុណ្ណឹងនៅតែគេលាក់មិនតនៅឃើញមនុស្សចាស់មនុស្សឈឺស្លាប់ទៀតញោមអត់តនៅឃើញទេដល់តែយូរទៅនឹកអត់សក់មើលព្រះអង្គឲ្យនៅតែក្នុងវាំងមិនឲ្យចេញឃើញមនុស្សម្នាហើយដូចយើងរាល់ថ្ងៃនៅតែផ្ទះមិនដែលចេញមើលពិភពលោកសង្គមជាតិមិនដឹងថាណាសក់ទុកណាសក់ទុកយ៉ាងណាកំសត់អីយ៉ាងណាទេបើយើងអាសាដើរបានយើងដឹងថាសក់ណាពិបាកជាងសក់ណាយាយណាកំសត់ជាងយាយណាពពោធិសត្វចងចេញឲ្យរៀបចំអាមាត្យហ្នឹងរៀបចំចេញដំណើរទៅដើរប្រពៀតទួនច្បារម្ដងញោមមកគ្រាន់តែចេញទៅភ្លាមនោះព្រំទេវតានៅសធាវាសព្រំទេវតាហ្នឹងចុះមកនិមិត្តតែហ្មងនិមិត្តធ្វើជាមនុស្សចាស់ដើររុយកាត់ពីមុខទៅហើយពពោធិសត្វមិនដែលឃើញមនុស្សចាស់ផងឆ្ងល់ជីស្អីគេចេះហ៎ឆានមាតស្អីគេហ្នឹងអាឆានណាហ្នឹងមិនដែលឆ្លាតអីផងល្ងងដែរប៉ុន្តែថ្ងៃហ្នឹងមិនដឹងមិនឆ្លាតគេថានៅប្រព្រំទេវតាហ្នឹងបញ្ចូលចិត្តធ្វើឲ្យចេះអញ្ចឹងទេវតានឹងបញ្ចូលចិត្តឲ្យចេះតែបញ្យល់ប្រាប់បងឲ្យមនុស្សចាស់មនុស្សចាស់ប្រចាស់ហ្នឹងអាម៉េចយើងនឹងឯងចាស់អញ្ចឹងបន្តិចទៀតទៅចាស់ដូចតែគេអញ្ចឹងដែរអូអញ្ចឹងយើងនឹងចាស់ប្របីដាយើងចាស់អញ្ចឹងដែរមែនទេហ្នឹងហើយគេអត់ផុតទេចាស់អញ្ចឹងដូចគ្នាយីទៅចាស់អញ្ចឹងយើងទីចិត្តចាស់ភ័យទៅហ្មងតាមលេខថាឲ្យសុបាយទៅមនុស្សចាស់ភ័យហ្មងបោះទេត្រឡប់មកវិញ4ខែក្រោយចង់ទៅលេងមួយថាទៀតឲ្យបោះទេទៅមួយថាទៀតស្រាប់តែទៅដល់ឃើញមនុស្សឈឺម្ដងអត្រាមកទៅឈឺក្អកផងអីផងសួយស្អីគេនោះថាមនុស្សឈឺនឹងអាម៉េចព្រះអង្គឲ្យពីមុនចាស់ដូចយើងឃើញហ្នឹងដល់ផុតពីចាស់មកឈឺអញ្ចឹងយើងគិតអត់ផុតទេព្រះអង្គនៅពិបាកចិត្តអញ្ចឹងយើងក៏ឈឺប្របីដែរយើងក៏ឈឺអញ្ចឹងដែរណាពិបាកចិត្តទៀតត្រឡប់មកផ្ទះមកវាំងទៀត4ខែក្រោយទៀតទៅមួយជើងទៀតប្រាប់តែមនុស្សឈឺហ្នឹងវាស្លាប់ដេកហើមពីងដែរមានថ្មាតចុះធ្លាយពវៀនមកត្រើលេអញ្ចឹងខ្ញុំណាតាមគំនូដល់អញ្ចឹងយីអានឹងស្អីគេថានឹងស្លាប់ស្លាប់មកចឹងនឹងហើយស្លាប់ដល់តែយើងទាំងអស់គ្នាអញ្ចឹងផុតចាស់ស្លាប់ចឹងគេអត់ផុតយីដល់អញ្ចឹងភ័យអញ្ចឹងយើងរស់នៅរាល់ថ្ងៃនឹងដើម្បីពីបំផុតស្លាប់អញ្ចឹងថានឹងហើយគេមិនផុតពីស្លាប់អញ្ចឹងព្រះអង្គពិបាកចិត្តតែលើរងទៅចូលបាយណាចេញផុតពីស្លាប់ណោះ4ខែក្រោយទៀតទៅមួយជើងទៀតប្រាប់តែឃើញភេទអ្នកបួសទេវតានិមិត្តទៀតនិមិត្តឲ្យឃើញលោកក៏សួរចុះស្អីគេនោះថានឹងអ្នកបួសហ្នឹងអាម៉េចអ្នកបួសហ្នឹងគេចេញចាស់មានតែផ្លូវហ្នឹងទេដើម្បីរត់កិច្ចពីចាស់គឺស្លាប់បានអញ្ចឹងព្រះអង្គនឹកឃើញយោបើអញ្ចឹងមានអាត្មាអញបួសគិតចង់បួសត្រឡប់មកវិញស្រង់ទឹកស្រង់អីចឹងទៅស្រាប់តែវាលឺតំណឹងឯណោះខាងនាងពំពីឯណោះបសោតបត់ដល់បសោតបត់ទៅពួកពីលៀងសេនាគេមកប្រាប់ណែបរិយាជាបរោះបងអើយបងពនាងបសោតបត់ហើយឯហ្នឹងលឺតែបសោតបត់នឹកឃើញហ្មងរាហូតោងកអញទៀតហើយចំណងដ៏ធំជាប់អញទៀតហើយពាក្យថារាហូបកែតោងអញ្ចឹងខ្ញុំណាគេថារាហូជាចំណងធំតោងកអញទៀតហើយអានេះមហាថ្លឹកនោះវាស្ដាប់មិនបានឮតែពាក្យរាហូរត់វឹងទៅវិញទូលពនាងពំពីព្រះអង្គណែពនាងព្រះអង្គថាឲ្យដាក់ឈ្មោះថារាហុលក៏ដាក់ឈ្មោះរាហុលជាប់រាហុលមកអញ្ចឹងតាមពិតព្រះអង្គឃ្លាត់មាត់ឲ្យថារាហូចំណងដ៏ធំតោងកអញក៏ហៅរាហុលជាប់មកដល់តែយប់ហ្នឹងព្រះអង្គនឹកថាមានទៅបួសទេក៏បានស្រង់ទឹករួចស្រេចទៅក៏ផ្ទុំពីល្ងាចឡើងញោមមកស្រីរបាំនាំគ្នាមកលេងមានដេញមានដុំមានប្រគុំមានផ្លុំមានកោតមានពិនពិតអានិតមានកងមានស្គរមានត្រមានចបៃមានខ្មោះមានខំនាងខ្លះរំនាងខ្លះជ្រៀងអូយកំសាន្តសប្បាយណាស់អាចទៅស្ដាច់ទៅញោមស្រាប់តែដល់តែពេលយប់កដាលអាត្រៀតបន្តិចទៅពួកនាងហ្នឹងគេងុយដេកគេដេករាល់យប់នោះដល់គេដេកទៅត្រឡប់តលិនញោមខ្លះលបោតខោអាវពីខ្លួនខ្លះក៏ផ្កាប់ខ្លះក៏ផ្ងាខ្លះហូរសបោហូរទឹកមាត់អីអាខ្លះអាមិនក៏បានដឹងខ្លួនវាអត់ល្ងយយូរដល់កដាលអាត្រៀតក្នុងបច្ឆមយាមព្រះអង្គភ្ញាក់ឡើងមកក៏លេចឃើញអញ្ចឹងស្រាប់តែកើតសង្វេគយីអញដូចនៅកន្លែងព្រៃក្នុងវាំងនេះដូចព្រៃចោលសាកសពពិចារណាឃើញសាកសពដែលស្លាប់ទៅឃើញមានខ្ទុះហូរចេញតាមមាត់មានអីចឹងស្រាប់តែឃើញនាងដេកមានទឹកមាត់មានអីអញដូចឃើញនៅកដាលព្រៃគេចោលសាកសពសំបីត្មងនៅឃើញតែចង់ចេញទៅបួសទៅបានហៅឆានណានោះដេកខ្ជាប់ខ្លួននឹងកណាត់មួយទៅដាស់ឆានណាឡើងឲ្យទៅរៀបចំសេះព្រះអង្គនឹកថាចូលទៅលាកូនសិនកូនទៅកើតបាន7ថ្ងៃឥឡូវទៅលាកូនសិនដល់តែចូលទៅពនាងពំពៀបណែទុំទៅដាក់ដៃកងទៅលើកូនហ្នឹង
ដាក់ដៃមួយធ្វើខ្នើយហើយដៃមួយហ្នឹងឲ្យអោបកូននឹងអញ្ចឹងទៅអីញោមធ្លាប់ឃើញនៅក្នុងធម៌បត់លោកតូទៅញោមណាចង់ចេញទៅប្រាប់ធម៌បត់ហ្នឹងចង់ចេញទៅប្រាប់កូនទៅលាកូនក៏ដល់ទៅឃើញពនាងហ្នឹងផ្ទុំអញ្ចឹងតែតែហ៊ានទៅលើកកូនថើខ្លាចចលោភញាក់ពនាងហ្នឹងអាខានបានទៅបួសអញ្ចឹងលាសិនណាចាំថ្ងៃក្រោយចាំត្រឡប់មកជួបគ្នាឡើងទៅលើខ្នងសេះហ្នឹងឆានណាក់តោងកតុយសេះបជាសេះឲ្យទៅហ្មងសេះហ្នឹងឈ្មោះកណ្ដកៈនៅខ្នង8ដណ្ដប់ហាត់ញោមណោនៅទេវលោកឯនោះឋានជាន់ទី6បរៈនិមិត្តបបាបថៃនោះមានទេវបុត្រហ្មងចិត្តបាបចូលចិត្តចាញ់ចាលចុះមកវឹងហ្មងមករកខាត់ថានេះទៅខាត់កុំទៅ7ថ្ងៃទៀតនេះសម្បត្តិស្ដេចចក្រកើតឡើងណាទៅអីកុំទៅបួសប្រពន្ធថានេះមានយើងដឹងហើយប៉ុន្តែយើងមិនអាឡ័យទេចឹងក៏ចាញ់ទៅញោមមកយប់ហ្នឹងសេះហ្នឹងបោលលឿនបំផាយផុតនគរ3ទៅដល់មានស្ទឹងមួយសួរឆានៈហ្នឹងគេស្ទឹងអីថាស្ទឹងអណោមាបឆ្លងស្ទឹងសេះលុយទឹកឆ្លងទៅដល់ត្រួយមកខាងឈប់នៅតំណឹងឈប់នៅតំណឹងឃើញភ្នោខ្សាច់ស្រួលនោះក៏ឈប់នៅតំណឹងភ្លឺទាំងល្មមចឹងទៅក៏បានឈប់នៅតំណឹងដោះគ្រឿងសម្លៀកបំពាក់វិច្ចប់នៅឆានៈណែយកគ្រឿងសម្លៀកបំពាក់នេះយកទៅថ្វាយដល់សទ្ធោទនៈជាប្របីដាយើងណាឲ្យទូតាមដំណើរទៅយើងនឹងទៅបួសហើយបើបានត្រាស់ដឹងគង់ក៏ត្រឡប់មកវិញទៅស្វែងរកធម៌ឆានៈនោះពិបាកចិត្តឯងហើយគេឲ្យថែអាសាកូនគេឥឡូវងំកូនគេមកបួសឲ្យទៅតែឯងនេះជាពិបាកចិត្តដល់នេះហើយគេឲ្យនៅមើលកូនគេឥឡូវឲ្យកូនគេមកបួសបានឯងអ្នកជូនមកទៀតនឹងវល់រឿងធំគេអាប្រវិចខោអាវនឹងទៅដឹកសេះនឹងទៅលែងជាដឹកទៅសេះនឹងក៏ស្ដាយទៀតសេះនឹងស្រឡាញ់ព្រះអង្គដល់ឲ្យទៅតែឯងបាត់ព្រះអង្គសេះដើរបដើគិតបដើនឹកព្រះអង្គបដើគិតប្របាក់ចិត្តបែកទ្រូងស្លាប់កដាលផ្លូវទៅកើតជាទេវបុត្រឯណោះទៅសេះហ្នឹងទៅកើតទៅបើគិតមកឥឡូវមិនទាន់បានមួយខែដែរហ្នឹងទៅកើតជាទេវបុត្រទៅឈ្មោះថាកណ្ដកៈទេវបុត្រឆានៈក៏យកតំណែងនឹងមកទូដល់សទ្ធោទនៈទៅញោមឲ្យពនាងសុំពៀសោកស្ដាយណាស់ដល់ចឹងទៅក៏ស្រាប់តែព្រះអង្គឯនេះស្រាប់តែចង់កាត់សក់កាត់អីហ្នឹងក៏លើកដៃឡើងច្បូតសក់ទៅលើយកដាវមកកាត់ប៉ាត់ទៅបោះទៅលើបានមកដល់ទាន់ភ្លាមបានយកប្រអប់នេះមកដល់ត្រសក់នឹងជាប់យកទៅតម្កល់នៅក្នុងចូលឡាមនីចេតិយនៅឋានសួគ៌ទល់10ថ្ងៃបានថ្វាយប្រព្រំយកគ្រឿងសក្ការៈគ្រឿងស្បង់ជាពរដែលអាត្មាថាយកចេញពីផ្កាឈូកត្រាស់ដបងមិញណាដែលដោះដបងយកមកថ្វាយព្រះអង្គក៏ស្លៀកស្បង់ជាពរហ្នឹងកាន់បាតហើយក៏បានឲ្យសពុតមកគូទៅដែលផ្លាស់ស្បង់ជាពរនៅសពុតមកគូឲ្យទៅព្រំហ្នឹងយកទៅតម្កល់ទុកនៅឋានព្រំទល់10ថ្ងៃហ្នឹងទៅដាក់នៅទូស័កចេតិយហ្នឹងថ្វាយអង្គមទល់ឥឡូវហ្នឹងដល់ព្រះអង្គបួសហើយចេញនិយាយពីសមញោមមនុស្សរូបស្អាតនោះដល់ទៅរូបស្អាតត្រូវស្បង់ជាពរស្ទីបាត់ទៅបិណ្ឌអីណាក៏ពិឆោឡោមើលដែរយីលោកអ្នកបួសឲ្យក៏ស្អាតម្លេះបិណ្ឌទៅដល់នគររាជក្រឹសពួកអាមាត្យស្អើលទទួលស្ដេចព្រះអង្គហើយព្រះអង្គឃើញអ្នកបិណ្ឌបាតមួយមិនដឹងជាស្អីទេវតាក៏មិនដឹងកុនភពក៏មិនដឹងនាគក៏មិនដឹងព្រំក៏មិនដឹងមកបិណ្ឌបាតរបស់យើងនោះស្អាតណាស់ពុំពិសាមែនទេលួចបើគួចមើលឃើញមែនហៅមកយីឯងមកពីណាក៏ស្អាតម្លេះហៅមកបានដឹងសួរពូជពងទៅពូជស្ដេចដូចគ្នាពុំពិសាខុសថាណែកុំបាច់ទៅបួសទៅអីនោះមកទៅរៀនមកយើងចែកនគរឲ្យពាក់កដាលហេខ្ញុំព្រះអង្គមិនចង់បានរីកសម្បត្តិទេចង់ទៅបួសអញ្ចឹងទៅបួសទៅប៉ុន្តែឥឡូវបើណែឯងបានធរមកប្រោសខ្ញុំមុនគេណាក៏សន្យាថាអញ្ចឹងទៅថាបើបានសម្រេចធរនឹងមកប្រោសពុំពិសាមុនគេប៉ុន្តែដល់សម្រេចធម៌មិនក៏មិនប្រោសពុំពិសាទៅប្រោសបញ្ញវគិមុនអានឹងទៅឲ្យលោកអាចារ្យដោះស្រាយពុទ្ធបរិស័ទដល់តែអញ្ចឹងទៅស្រាប់តែនោះនិយាយពីពួកហោរាពួកព្រាមទាយព្រាមខ្លះយំនឹកស្ដាយអញហើយបើនៅទៅតន់ព្រះអង្គឥឡូវមិនតន់ទៀតអញជិតដល់ថ្ងៃស្លាប់ក៏ស្លាប់ទៅអស់ទៅចោលព្រះអង្គហើយដូចជាកាលទេវលតបោះហើយនោះដែលទៅជាតន់នេះនោះយំសោកស្ដាយណាស់ឃើញថាខ្លួនមិនតន់ព្រះអង្គនេះនឹងស្លាប់ចោលអញ្ចឹងក៏ឲ្យកូនទៅបួសទៅបណ្ដាកូននោះមកបួសទៅបានគ្នា5នាក់ជាបញ្ញវគិនឹងដើម្បីឲ្យតន់ព្រះអង្គត្រាស់ដឹងអញ្ចឹងទៅក៏មកពង្រើព្រះអង្គព្យាយាមទៅរៀនជាមួយនឹងឧត្តកតបោះនិងអាឡារតបោះរៀនគ្រូអស់ក្បួនបរៀនលែងកើតសួរតល់ច្រកមើលទៅមិនកើតទេចំណេះគ្រូអស់ប៉ុណ្ណឹងទៅទៀតទៅស្វែងរកធម៌បញ្ញវគិភិក្ខុទាំង5ហ្នឹងមិនទាន់ភិក្ខុទេនៅជួយបម្រើព្រះអង្គសាកល្បងអត់ចង្ហាន់អត់អីសពបែបយ៉ាងដល់តែអត់ទៅអត់មិនក៏អត់ស្លាប់ញោមមនុស្សយើងអត់ហូបបាយមួយអាទិត្យក៏រស់ដែរឲ្យតែគេបញ្ចូលសរោមមិនអញ្ចឹងញោមណាប៉ុន្តែស្រាវជ្រាវព្រះអង្គទៅទេវតាបញ្ចូលសរោមឲ្យតាមរូមទេវតាយកគ្រឿងទឹកមកបញ្ចូលតាមរូមទាំងអស់តាមរូមញើសតាមរូមនឹងបញ្ចូលឲ្យព្រះអង្គចេះតែនៅរស់មិនងាយស្លាប់ទេហើយកាលពីហ្នឹងមាន3សន្តានមកសន្តានធូរល្មមមកសន្តានណែពាក់កដាលមកសន្តានទៀតតាំងមែនតែនពេលយកកដាលអាត្រៀតទៅអង្គុយកដាលវាលល្ងាខ្លាំងទៅអង្គុយកដាលវាលអាក្តៅខ្លាំងទៅអង្គុយហាក្តៅពេលយកទៅសម្រានលើឆ្អឹងខ្មោចលើបាឡាសម្រានមិនខ្ចីស្ដីញោមសម្រានរហូតស្មៅដោះជុំវិញហ្នឹងមានអាកូនសត្វនោះមកធ្វើសបុកពាត់ជុំវិញព្រះអង្គក៏មានណាពួកក្មេងកោក្មេងកបីក្មេងខ្វៀលឈាមទៅគប់ព្រះអង្គលេងគេថាដូចមនុស្សឈួតគ្មានមាត់គ្មានកអីអ្នកមួយក៏តែដេកក៏តែអង្គុយគ្មានស្ដីគប់ដឹងដីលេងយ៉ាងម៉េចក៏ព្រះអង្គថាអីហើយសត្វខ្លះមកធ្វើសបុកពងនៅកលៀតព្រះអង្គហ្នឹងតលញាស់កូនបដាកូនទៅបាត់ទៅព្រះអង្គនៅតែសម្រាននៅចឹងទៅ
ก็มันบานสำไรทอดจ่อแถมสักตรำไม่ก็มันสำไรจะยิ้มอดต่างหามก็มันสำไรที่เก่าสมัยมันสำไรทอดไอโก้ก็นตโรทอนเคยที่กระจกกระล้างตาระบอกอดบายหมออดบายอดแมนเตนเตอบ้านเทวดาคลายคลับเจสปโจเครื่องตับเมียนเทวดาคลาสะพองคลาป้อยโยตำนังติตู้เราสุดโทตัวเนี้ยไอ้เนาะคนนักทาคลายไกลในปองนั่งสลับตอนนั้นมันเชื่อได้ทาปองนั่งมีเลือดปากกายนะมันเงยสลับเงยปีเนียงปั๊มปีนะโยมยังไงสามัญชาปนเนาะดังแต่พระใดมอบัวจังอดบายชันนำมาหอบบัวปีเนียงเธอโดดชันน่ะเป็นไงหนึ่งเป็นประเภทหนึ่งงี้อดได้ไอ้เป็นหนึ่งงี้เบอร์ปองในชันเพศเจ้าการปีเนียงก็เพศเจ้าได้เหมือนชันบายดิปองนั่งมันหอบไอ้มันหอบสุรามันแบบระบายไอ้เปรตนะปีเนียงน้องกันสลายโดยปองอ่ะหนึ่งเสียน้องแม่หนึ่งเวียงมันประเทศโดยจังอ่ะเฮ้ยดอลดังปองนั่งเปลือยสะกดปอเรื่องปีเนียงนั่งเปลือยแต่ปอเรื่องได้อันนี้ถั่วโดยไปได้ดอลดังถ้าปองตุ่มหนึ่งได้ปีเนียงอดตุ่มเลือดแกรไปตุ่มหนึ่งได้สมไปพระใดหนึ่งมือมันเคยก็ได้ทั่วปัจจุบันโดยพระใดได้ตุ่มในทั้งใดโดยเคลียร์จังนั่นอยู่ดอลจังหายพุทธบริษัทต่างลายเสียแต่ปะอันจ่อเมาส์นี่มันทั่วการจะไปมุ้ยมาดันจะเป็นหมกดันยึดตั้งฟิตดันดักตัดดากแฝงน้ำทูดันได้ไม่เคยไปอดปลัวดากแฝงมันตั้งละเมิมเสียดันจะลืมปลัวบ้านปองเมียนปับโนธาเบิดตั้งเป๊ะเวียดได้เบิดทูเป๊ะมันปลัวจังเมียนตะละเมิมบ้านเต่าจึงหันวิ่งจับตามดาบันบัดเต่าจึงหันวิ่งปัญญาบกีปีเขากระปงได้ปังเรืองอบเท้าจอบฮะอดบายปนังบานพอฟังดอลมาชันจึงหันวิ่งขมิ้นตะบันสำไรไอ้เต้ต่อกูยังเล่นปังเรือเฮ้ยเคลียร์ตักขมิ้นตะไอ้เต้ดาวจันตึงเล่นปังเรือเต้ไอ้ปรีใส่ปัตนามิเตยวอนบาดเต้ฟ้องได้จะมองไอ้อยากจะฟ้องดาบันบาดบันเต้มาดอลกระไรมวยนกกรมดามชีรีครัมคงในกรมดามชีรียี่ปีดามชีรีนึ่งนาตาในหนึ่งปากกายเนียงไปเจียตาเนาะชิโกนตัวบอกกับฮับปะได้เนาะเมียนตรอบสมบัติชนะนอดเมียนโกนซ้อมาใบบอลทำบบานโกนมวยหนึ่งเดียวต่างใบมาทวายเสียแต่บานโกนมาอยู่สกอลระบดหนึ่งโกนหนึ่งไอ้บานอยู่เว้ยตอนนั้นดอลนึกเต็มนึกเคยรีบเครื่องปนากาอยู่มาทวายอะไรดอลฟองตราอยู่สกอลระบดนั่งกำลังละเฮ้ยเสียงโกบานเอาใส่ปมรานั่งแต่บอกสไลด์นั่งอะแต่ใบรีบสำนานทวายเลียมอนเดียก็ยี่ห้อเลียบำนอนเนาะเนียงใส่บำรากันบอกมาแล้วก็เลยเคยฟองกับพงตะคงนั่งสะอาดอย่างนั่งไอ้ยาเตปดาจงเมารถวิ่งไปวิ่งแถบเนียงไปเชียตาเนียงเอาเลื่อนแล้วเตปดาลงโคยจามรู้สลายจะให้ถ้าพงตะว่าเลยเตปดาหน้าตาลงโคยจามยืงเลยไอ้นอกก็รีบบานโยมโยอาตักดอกโกโยมาถวยจิตตักดำหมายตอนนั้นตักดอกโกนั้นโยอาโกมาป้อนโยตักดอกโกมาป้อนโยมาไปจกโกมาเลยอาโกมาเลยนั่งบานโยมาไปจกโยตักดอกนั่งมาไปจกโกต่อทิศบานตักดอกสดนั่งโยตักดอกนั่งมาดันถวยบายที่มันทุกบายยะช่างง่ายอยู่พูดบานไฟแต่ผมบุญผมรู้แต่ใบนั้นดักหมอโยมาถวายดอลฟองมาดอลเต๋อกับบานถวายกลุ่มนักอคนนั่นลงเนี่ยตาตีประดาเนี่ยที่ได้ย้อนได้เคยบอกยังไงเนี่ยเคยสะอาดอยู่แต่แมนเป็นสะอาดนะฟองทันแน่อัตมาแมนอะไรเนี่ยอัตมาแมนตีประดาเนี่ยที่ได้ที่ใครกลุ่มแมนตีประดาเนี่ยอัตมาเนี่ยบัวก็เคยเพย์นะคลาดเพย์รถมาบัวไอ้เบอร์จงเทียสลามินเทียถวายมาประเคนตัวบ้านถวายมาตัวบ้านจังเบอร์มินเทียถวายจ้าเนียงนั่งโยมมาถวายถอยเบอร์จังถวายบองมองตึ้งถวายบองเขาก็ตลอดตื่นวิ่งกองปูจินหันนั่งชันบ้านใต้ถ้าผมบุญผมรู้โยมมาไปเป็นขอบชนาวชันตัวหล่อชันออกเต๋อโยมเนียนกำลังเสียแต่เลือกกับเพียงเนียงนั่งถวายนั่งกระดานนั่งตึกหมดจังในรันจีรีในตัวเขาทั้งไงนั่งโยมจังในรันจีรีนั่งตอนนั้นรีย่อให้รีนมดมมันในกระดาวกระเด็กสัตว์กระไรนั่งกินดำสัตว์ปีก็ไปใจนั่งจิตตายนั่งสัจกาสปีกีตาสับไงดาวจังเต๋อดักเพียงหนึ่งโจตักทาบ้าทำไมอันบานตราเมนโซมเพียงได้แต่เสียตึกไปเลยก็ช่างเต๋อจะมองเล็กปุ๊บโยมเอานอกจะดอลแต่ตาเพียงจะนอนมนจะนอนมนร้อนเครื่องตาละเมียแผลกลืนมันน้องได้ยี่บานตรามองทีนั้นแต่ไม่ตรามองแล้วตรามองทีนั้นเอาไปคนนี้นั่งอายุเบยนะเนาะดอลจังเต๋อบ้านฟองดังอัตราหอยฉลองจังไปถอยเล็กฉลองเต๋อโยมจูบสาวไทยเปรียมตามเพลย์ได้สาวไทยเปรียมนั้นประเคนสบายฟ้องผมใบกระดับเนี่ยโฉบสบายเหรออัศบายนั่งกินยอมมาเธอตะโบนั้นฟ้องกันสบายนั่งเต๋อตะมองก็คือประเคนสบายเยอะสบายกระดอลถอยมาคางนั้นไปหาจังไงปีโรยมาปีหมดตั้งในรันเจียมีดามโปมวยไอ้เสียเนียงนั่งไปเกิดปีดามโปนั่งเต๋อกลายเสียเนียงตะเกียตาไปหาใบกะโหลดอลพุทธบริษัทไปหาจิมกะโหลเชียงไอ้จังนะไอ้เบิกเกิดตะกลายฟองตกกระเกียไปหาใบกะโหลไอ้เบิกเกิดปีดามโปนมาหมดตั้งไปหาปีโรยมาอันนั้นเบิกเกิดตามไอ้กระตายจะนอนมนไอ้เบิกยังเนี่ยตื่นมือตอนแล้วโยมเมียนไอ้กระตายจะตื่นทอดมาจ้านะ
ដល់តែព្រះអង្គមើលទៅខាងលិចដើមពោធិ៍ដូចមិនតំណងដីចំហែងក្រហមមកខាងជើងដើមពោធិ៍ដូចមិនតំណងមកខាងកើតឃើញដីរៀបល្អយកស្បូវមកក្រាលទៅហ្នឹងក្រាលពុតប្រាប់តែផុសបលាំងមកតែហ្មងដោយសារបារមីព្រះអង្គចិត្តគ្រប់ព្រះអង្គឡើងគង់លើបលាំងហ្នឹងបានបើមិនបានត្រាស់មិនបាច់ចុះឲ្យរីងខ្ទេចអស់ហ្មងសាច់ស្បែកឆ្អឹងហ្នឹងគាត់តែប៉ុណ្ណឹងមានតែតាមផ្ចាញ់ព្រះអង្គដំបងចុះមកទីរញូមកលើកពពមកដំបងបណ្ដាលហេតុ9ប្រការធ្វើភ្លៀងធំព្រះអង្គនៅតែមិនចុះធ្វើភ្លៀងធ្វើព្យុះធ្វើភ្លៀងមកសុទ្ធល្ងើកភ្លើងធ្វើភ្លៀងមកសុទ្ធតែផេះក្តៅធ្វើភ្លៀងមកសុទ្ធតែពីគ្រឿងតាហាធ្លាក់សុទ្ធតែផ្លែកបិតផ្លែបថៅឲ្យមកឲ្យបហាព្រះអង្គនៅតែព្រះអង្គមិនចុះធ្វើឲ្យអាប់ទុះងឹតឲ្យសពយ៉ាងទាំងអស់ធ្វើឲ្យផ្ទះបាញ់ពេញមេឃអីសពយ៉ាងនៅតែព្រះអង្គមិនចុះដល់អញ្ចឹងទៅបានមានឹងមកចាញ់ចាល់គេថាមានឹងគេលេះប៉ុន្តែមិនមែនទេញោមមានឹងបានត្រាស់ជាពុទ្ធដែរតាពុទ្ធទី4រកពីពុទ្ធយើងទៅពុទ្ធរកពីព្រះវិហារទី1ទៅទី2រៀងមកព្រៀងទី3បសេនទីកោសលទី4នារីធីរាជនឹងបានត្រាស់ជាពុទ្ធឈ្មោះធម្មសាមីញោមមិនមែនជាកលេសទេគឺជាតួទេវបុត្រទេវតាដល់អញ្ចឹងទៅបានព្រះអង្គនេះយកមាគេយកសាកសីគេថាគេបលាំងនឹងជារបស់គេឲ្យចោះចេញទៅព្រះអង្គថាណែមានន័យជាសាកសីទៅណាបរិវារនឹងជាសាកសីដឹងលឺឲ្យចុះព្រះអង្គឯងថាបលាំងនឹងជារបស់ព្រះអង្គមានន័យសាកសីកាលព្រះអង្គធ្វើទានព្រះអង្គជ្រោចទឹកអញ្ចឹងយើងចឹងដែរបើយើងធ្វើទានយើងជ្រោចទឹកយកជ្រោចទៅលើដីយកដីជាសាកសីព្រះអង្គថាមានដីនេះជាសាកសីបានជាពេលហ្នឹងក្នុងរឿងដំណើរតានាងកង្ហិញពធរនីងើបឡើងមកច្បោតសក់កើតជាទឹកមាននោះចាញ់បកបាក់បកខ្លោផ្លាចវ័នទាព្រះអង្គសូមទោសទៅនោះញោមប៉ុន្តែដល់ល្បីដាចាញ់ហើយនៅកូនទាំង3មិនព្រមចាញ់ទេតែងខ្លួនមកធ្វើឲ្យព្រះអង្គនឹងវក់ទៅនឹងកាមគុណទៀតនៅតែព្រះអង្គមិនវក់ព្រះអង្គក៏ពិចារណាធម៌តាំងពីល្ងាចទៅដល់ចិត្តភ្លឺត្រាស់ល្មងទៅត្រាស់ដឹងជាពុទ្ធដឹងសពដឹងគ្រប់ទាំងអស់ញោមមកត្រាស់នឹងក្នុងថ្ងៃ15កើតខែពិសាខក្នុងថ្ងៃពុទ្ធនឹងថ្ងៃហ្នឹងចំត្មងថ្ងៃពុទ្ធដូចគ្នាទៀត15កើតខែពិសាខទៀតដូចណាស់ពេញបរមីហ្នឹងហើយប្រសូតនោះថ្ងៃពុទ្ធដែរថ្ងៃប្រសូតនោះថ្ងៃពហោះពេញបរមីដែរបើឆ្នាំច15កើតខែពិសាខដែរហើយដល់ពេលត្រាស់ដឹងក៏15កើតខែពិសាខនឹកពៀនទៅវិញក៏15កើតខែពិសាខដែរខែហ្នឹងអស់ចាអញ្ចឹងដល់អញ្ចឹងទៅញាតិញោមមកក៏ក្រោករំពឹកញាប់ញ័រអស់ក្រឡាមហាប្រតិពីស្រាប់តែចេញភ្លេងទឹកទៅហឹងពេញមេឃទេវតាចូលចិត្តយកភ្លេងទឹកមកថ្វាយព្រះអង្គហើយពពួកព្រំនឹងឯងនាំគ្នាស្រែកជាយកខុសថាព្រះអង្គត្រាស់ដឹងព្រះអង្គឈ្នះមីហើយព្រះអង្គឈ្នះមីហើយទេវតាវាយភ្លេងចឹងណាញោមក៏ដែរហើយចំណែកនាគនោះយកទឹកមកព្រាចទេវតាព្រំខ្លះរួយផ្ការួយពួកព្រំរួយផ្កាទេវតាលេងភ្លេងអត់ក៏ក្រឹកអើងកងនិយាយពីដើមឈើណាក៏មានដើមផ្កាចេញមកដែរដើមផ្កាឈូកធំផុសចេញពីលើមកស្រាប់តែផ្កាជិះបោះនឹងធ្លាក់ឲ្យរឿយពេញអាកាសមកតែហ្មងហើយញោមមកសត្វដែលខ្វាក់ភ្នែកស្រាប់តែភ្លឺសត្វដែលបាក់ជើងស្រាប់តែដើរបានមួយខណៈហ្នឹងហើយមនុស្សចង់ធ្វើដំណើរទៅណាដល់ភ្លាមទឹកសមុទ្រស្រាប់តែផ្អែមទាំងអស់នៅណាកំពុងបើកកប៉ាល់បើកសពើកដាលសមុទ្រដល់គោដៅទាំងអស់គ្នាមកផ្លែតហ្នឹងភ្លើងរੂក៏ភ្លឺដែរថ្ងៃហ្នឹងនៅរੂងឹតក៏ភ្លឺដែរអស់ចាណាស់ក៏ក្រាក់រំពើញាប់ភ្នំទាំងឡាយអោនលំទោនជួយឲ្យព្រះអង្គក្រាក់ទឹកក្រាក់ដីផ្ទះគ្រប់ទិសទាំងអស់ហេតុហ្នឹងបានយើងធ្វើពិធីពុទ្ធភាពិស័យហ្នឹងយើងលេងភ្លេងហើយយើងថ្វាយផ្កាថ្វាយទឹកអីសពយ៉ាងហ្នឹងពួកនេះថ្វាយទឹកពួកព្រំថ្វាយផ្កាពួកទេវតាថ្វាយភ្លេងបានយើងយកភ្លេងមកលេងតាមហ្នឹងភ្លេងទឹកថ្វាយដល់ព្រះអង្គតាំងពីកាលនោះម្លេះព្រះអង្គត្រាស់ដឹងពិតប្រកបហើយញោមមកក៏បានផ្សព្វផ្សាយធម៌ញោមគណៈអញ្ចឹងត្រាស់ដឹងហ្នឹងយើងគោរពដល់រឿងពុទ្ធប្រវត្តិហើយអញ្ចឹងថ្ងៃហ្នឹងញោមចេះដឹងរឿងពុទ្ធប្រវត្តិអាត្មាថាធម៌ហ្នឹងមិនពិបាកស្ដាប់ទេបើប្រកែស្ដាប់ហើយយកទៅនិយាយតាមបានហ្មងអញ្ចឹងព្រះអង្គត្រាស់ដឹងដល់អាត្រាស់ទៅនឹកឃើញចង់ទៅប្រោសในពំពិសាមិញហ្នឹងប៉ុន្តែពំពិសាហ្នឹងប្រោមិនតាន់បានទេព្រោះព្រះអង្គហ្នឹងជឿងប់ទៅលើចដលទាំង3អញ្ចឹងធ្វើម៉េចកាច់ចដលហ្នឹងឲ្យបានសិនបានប្រោពំពិសាបានហើយដើម្បីប្រោចដលទាំង3ហ្នឹងធ្វើម៉េចតើតែមានកម្លាំងខ្លាំងឲ្យមានសេនាច្រើនសិនបកើនកម្លាំងដើម្បីបកើនកម្លាំងទៅធ្វើម៉េចត្រូវប្រោពីខោឲ្យបានច្រើនសិននឹកឃើញបញ្ញវគិបើអញ្ចឹងប្រោបញ្ញវគិមុនគេប្រងទៅនឹកប្រោទៅហើយមិនតាន់ទៅទេអត់ទៅនៅគង់ស្ងៀមទៅប្រាប់តែព្រមចុះមករតនីមិនក៏បានព្រះអង្គព្យាយាមថាចង់ឲ្យបានត្រាស់ជាពុទ្ធនឹងចម្លងសត្វទេសនាប្រោសត្វដល់បានត្រាស់មិនក៏ប្រងសម្ដែងធម៌ប្រោសត្វហើយមិនក៏ដាក់ប្រតិថលែងសម្ដែងវិញថាពិបាកទីមួយធម៌ព្រះអង្គពិបាកគេយកមកស្ដាប់គេមិនងាយយល់អត់សខំឧបមាថាបើចង់មានទ្រព្យឲ្យធ្វើទានបើចង់រកទីមានកុំលួចគេហើយបើចង់កុំឲ្យគេជេរយើងកុំជេរតអញ្ចឹងដល់ឲ្យវាសិតតែផ្ទុយមនុស្សខ្លះលោភលួចលាក់ហ្នឹងដើម្បីចង់មានប៉ុន្តែដាំពូជក្រទុកជេរគេបង្អាប់គេចង់ក្រប៉ុន្តែហ្នឹងដាំពូជអន់ទុកចឹងពិបាកស្ដាប់ម្យ៉ាងទៀតគេកំពុងជឿសាសនាព្រំងប់ទៅហើយបើព្រះអង្គសម្ដែងមកគេមិនជឿដែរបានតំណោចាំឲ្យព្រំមករតនីបានព្រំហ្នឹងដូចព្រំនឹងមុខចឹងរតនីមិញហ្នឹងក៏គេហៅថា
សហមតិព្រំនឹងឯងមករតនីឲ្យព្រះអង្គសម្ដែងធម៌ទេសនាអញ្ចឹងបានយើងយកទំនៀមទម្លាប់នឹងមកសហមតិព្រំនឹងមករតនីប៉ុន្តែព្រំជំនាន់ព្រះនោះមិនមែនស្រីចឹងឯណាញោមណាគាត់ដល់ថ្ងៃនេះព្រំស្រីអានឹងគ្រាន់តែតំណាងទេញោមសហមតិព្រំឲ្យបើសហមតិព្រំមែនរតនីព្រះទៅបដងនេះព្រំស្រីមិនបានរតនីព្រះទេរតនីអាត្មានេះទៅវិញអញ្ចឹងព្រំដែរអរតនីទៅបានព្រះអង្គចេញទៅសម្ដែងពីព្រោះគេកំពុងតែជឿព្រំឥឡូវបើព្រំទៅមកជឿព្រះដែរទៅហើយរឿងអីគេមិនជឿតាមទៅប្រោសបញ្ញវគិឃើញតែព្រះអង្គទៅអត់យកចិត្តទុកដាក់ទេហូមកអ្នកលោភលន់ពីដើមថាអត់ចង្ហាន់ថាឲ្យត្រាស់ឥឡូវមកគ្មានត្រាស់យើងបាច់ខ្វាញ់គុំមិនអង្គុយស្ងៀមកុំអើពើកុំទទួលមកអង្គុយធ្វើឲ្យទៅព្រះអង្គមកដល់ហើយគេមិនអើពើប៉ុន្តែបារមីព្រះអង្គខ្លាំងតែបធ្វើឲ្យគេទុកចិត្តមិនបានទេពុកស្ដេចដែរទុកចិត្តមិនបានទេព្រះអង្គមិនគុំក្រាលអាសនៈថ្វាយបដ ாய் បានព្រះអង្គសម្ដែងប្រាប់ថាតថាគតបានយល់ដឹងធម៌អញ្ចឹងណាត្រាស់ដឹងពីកន្លងមកតថាគតមិនដែលថាតថាគតត្រាស់ដឹងទេឥឡូវតថាគតដឹងហើយដឹងច្បាស់ហើយបានសម្ដែងឲ្យស្ដាប់ទៅសម្រាប់ម្ដងមួយទៅអាញាក៏ដេញសម្ដែងមុនគេក៏សម្ដែងធម៌ទៅញោមចាប់ពីពេលនឹងមកក៏ផ្សព្វផ្សាយធម៌នឹងគ្រប់រហូតដល់ទីកន្លែងណាសត្វណាលំបាកនឹងក៏ព្រះអង្គតាមទៅជួយសម្ដែងធម៌ជួយស្រោចស្រង់សពបែបយ៉ាងដល់តែប្រោសបានសាវកច្រើនអញ្ចឹងទៅក៏បញ្ជូនសាវកឲ្យសាវកនឹងទៅជួយសម្ដែងធម៌ហើយដល់ទៅញោមព្រះអង្គក៏បានទៅប្រោសចដលទាំង3ហ្នឹងដើម្បីប្រោសពំពិសាចដលទាំង3ហ្នឹងគាត់តែខ្លាំងណាស់គេគាត់តែមានពោះមាននៀកនោះហើយព្រះអង្គទៅគេមិនជឿគេមិនគោរពព្រះអង្គមកយប់ឡើងប្រានមកថ្វាយអង្គមប្រព្រំមកថ្វាយអង្គមមកគេសួរព្រះអង្គថាណាទៀតភ្លឺមិនព្រះអង្គថាអូនឹងប្រព្រំនឹងប្រានអូគាត់នេះគ្រាន់បើមែនមានប្រានមកថ្វាយអង្គមប៉ុន្តែប៉ុណ្ណឹងក៏នៅតែមិនទាន់អរហន្តដូចអញដែរដល់តែយប់ឡើងប្រព្រំមកថ្វាយអង្គមទៀតចុះភ្លើងអីភ្លឺនោះថាភ្លើងប្រព្រំបកែមែនព្រមមកថ្វាយអង្គមប៉ុន្តែប៉ុណ្ណឹងក៏នៅតែមិនទាន់អរហន្តដូចអញដែរមនុស្សមាននេះនៅចឹងអត់មានគិតអីទេគិតថាខ្លួនអញបកែជាងគេរហូតអត់គិតពីកម្រិតរៀនខ្លួនរៀនបានប្រមាណអស់សភៅប្រមាណបានសាលាប្រមាណថ្នាក់ប្រមាណអត់គិតទេគិតតែថាគេមិនដល់អញអត់បានដល់យល់ដឹងទៅសភៅមកក្បាលចេះមិននឹងចប់ឈានសមាបត្តិមិននឹងចប់ផងនៅតែព្រះអង្គមិនអរហន្តដល់អញទៀតនៅតែកាប់អញ្ចឹងឲ្យព្រះអង្គទៅដេកទៅផ្ទុំកន្លែងរួមមានពោះនេះដល់ឲ្យពោះខំទៅមកព្រះអង្គទៅចាប់ពោះដាក់បាតយកមកឲ្យមើលនៅតែមិនជឿទៀតដល់អញ្ចឹងទៅបានព្រះអង្គបន្ទន់វាទៈយូរបានព្រះអង្គសម្ដែងទៅបានគេជឿព្រះអង្គមែនក៏សុំបួសទៅចូលទៅសុំបួសបានជាសាវកព្រះអង្គដែរបានពំពិសាក៏មកដល់ពំពិសាឆ្ងល់ទីសាមណៈនឹងឯងគ្រូអញមួយណាធំជាងមួយណាគេអត់ចង់ថ្វាយអង្គមព្រះទេតាំងអាមាត្យអីទាំងអស់ហ្នឹងក៏ងាយថ្វាយអង្គមព្រះដែរគេមកគោរពចិត្តដល់ហើយណាអូរវេលកាសបៈនទីកាសបៈនឹងជាកាសបៈអត់គ្រាន់ថ្វាយអង្គមព្រះទេបានព្រះអង្គចង់ជំរះមន្ទិលព្រោះពំពិសានៅតែឆ្ងល់ថាព្រះនឹងឯងគ្រូអញមួយណាធំជាងបានព្រះអង្គគិតថាមានតែថាឲ្យនៅកាសបៈទាំង3នឹងដឹងខ្លួននៅឯហ្នឹងគេបានសម្រេចអរហន្តហើយដឹងភ្លាមយប់ដាំដងថ្មោលទៅលើមេចុះក៏ឡាប់កពស់ណាកពស់ណៃចុះមកដល់ក្រឹបថ្វាយអង្គមព្រះអង្គមកថាលូតដាំដងថ្មោលទៅទៀតរឹតបកាយអញ្ចឹងចុះមកដល់ថ្វាយអង្គមព្រះអង្គពុំពិសាឃើញអស់ចាប្រហែលគ្រូអញមកគោរពព្រះនឹងដែរហើយអញ្ចឹងអញក៏គោរពតាមទៅបានថ្វាយអង្គមទៅបានគោរពជាប់ប្រោសពុំពិសានឹងបានហោហែរឿងរៀងមកបានភិក្ខុ60អង្គប្រោសយុសកលបុត្រមួយទៀតអីចឹងទៅនឹងសម្ដែងរបស់យុបាន60អង្គប្រជុំភិក្ខុឲ្យជួយទៅសម្ដែងធម៌ប្រោសឲ្យជួយទៅព្រះអង្គថាម៉េចព្រះអង្គថាអ្នកទាំងឡាយចូលទៅសម្ដែងធម៌ណាចរថភិក្ខវេចារកម្មភោជនេហេតាយៈភោជនសុខាយៈលោកានុកម្មបាយៈអដ្ឋាយហេតាយៈសុខាយៈមេអេកេនទេអកបដ្ឋៈទេតតភិក្ខវេអតិកលយានੰមជ្ឈិកលយានੰបរិយសានកលយានੰសទ្ធੰសច្ញ្ញnăngកេវលៈបរិបន្ធੰប្រមចារយ៉ាងបកាសេដ្ឋៈថាអញ្ចឹងមានវែងឆ្ងាយទៅទៀតថាឲ្យភិក្ខុទាំងឡាយត្រាច់ពីកម្មចរិតគឺនិគមនឹងជនបទរាជធានីទីផ្សេងទៅព្រោះសត្វខ្លះគ្មានបញ្ញាដែរប៉ុន្តែបើយើងមិនបានទៅសម្ដែងធម៌ឲ្យគេស្ដាប់គេអត់បានស្ដាប់គេស្លាប់ទៅរੂប្រែតវិញហើយសត្វខ្លះគ្នាមានបញ្ញាប៉ុន្តែដល់បានយើងស្ដាប់សម្ដែងធម៌ឲ្យស្ដាប់គ្នាយល់ដឹងដោយស្រុកភូមិយើងអញ្ចឹងញោមណានិយាយខ្លះគាត់ផងមានសទ្ធាប៉ុន្តែមិនដែលឮធម៌ដល់តែឮម្ដងគាត់ជ្រះថ្លាគាត់ចេះធ្វើបន់ហ្មងអញ្ចឹងបានព្រះអង្គឲ្យទៅកុំថាចិត្តកុំថាឆ្ងាយទៅហើយកុំដើរផ្លូវមួយពីរអង្គទៅផ្លូវមួយទៅហ្មងទៅសម្ដែងធម៌តថាគតក៏ទៅសម្ដែងធម៌ដែរចែកគ្នាទៅបានចែកទៅរហូតដល់ព្រះអង្គបរិនិព្វានព្រះអង្គបរិនិព្វានបាត់ទៅបានណែធម្មមាសោកចាត់ចែងផ្សាយសាសនាទៀតបានអត់រថេនឹងសោនថេយកសាសនាមកផ្សាយដល់ស្រុកយើងហ្នឹងសាសនាមកដល់ក្រោយព្រះអង្គបរិនិព្វាននេះមកដល់គេមិនដែលឃើញលោកផងសោនថេនឹងអត់រថេមកតាមទូកគេផងគាត់កាប់ស្ងប់ហ្នឹងញោមមកដល់ចៃដនអរិយទឹកក៏វាចេះតែលងលេងកូនក្មេងចាប់យកកូនក្មេងលងទឹកសមុទ្រហ្នឹងនិយាយតាថាប្រកបជាមានអរិយទឹកចាប់ក្មេងបើអញ្ចឹងទេឲ្យយាមស្លាប់រាល់ថ្ងៃពេកអរិយទឹកឡើងមកចាប់អរិយទឹកមកថ្ងៃនេះលោកពីរអង្គមកដល់ស្រុកខ្មែរយើងមកតាមសពៅគេមិនដែលស្គាល់លោកញោមមកប្រកេះតងល់ឲ្យស្លៀកលឿងវួយអរិយទឹកមកហើយវួយអរិយទឹកហៅគ្នាមកកបិតបថៅដៅលំពេញវោគាត់ជាប់គាត់លោកជាប់ផងចាក់អរិយទឹកសម្រុតទៅណាអរិយទឹក
លោកគាត់ថាទេអាត្មាមិនអរិយទឹកទេអាត្មាអ្នកបួសមកផ្សាយសាសនាបាននិយាយសម្រួលបញ្ចូលគេទៅបានគេជឿទៅក៏បាននាំគ្នាថ្វាយខ្លួនជាឧបាសកឧបាសិកាកសាងវត្តវត្តអារាមតមកកសាងវត្តកំពង់អស័យកសាងវត្តស្លាវត្តស្នោវត្តទីចហឹមដោយតថ្ងៃចឹងទៅកើតមានពុទ្ធសាសនាតាំងពីកាលនោះមកហោហែមកចឹងមកញោមណាហើយចឹងទៅហើយមានសាវកដទៃទៀតទៅសម្ដែងធម៌ប្រោសកន្លែងខ្លះទៀតមានសាវកហ្មងនោះទៅចូលព្រៃតែទៅដល់គឺព្រាមហ្មងទៅព្រាមនោះស្អប់ពួកអ្នកនេះនឹងសួយឲ្យតែឃើញលងសួយនោះបាញ់សัตว์បានលោកថាយីណែឯងឈ្មោះឲ្យបានថាចឹងខ្ញុំកណាឈ្មោះអរិយៈអ្នកបាញ់សัตว์ហ្នឹងហើយតែឃើញលោកសួយមកបាញ់បានលោកថាណែអ្នកអរិយៈហ្នឹងគេមិនធ្វើបាបគេធ្វើបុណ្យណាឯងអរិយៈអីចឹងមិនសមទេណែឯងដឹងណាបន្តិចទៀតស្លាប់ហើយណាតែមិនខំធ្វើបុណ្យស្លាប់ចោលអត់មានបុណ្យណែឯងឲ្យបានកើតជាមនុស្សទេអញ្ចឹងទល់រកទីពឹងអញ្ចឹងទីពឹងស្អីទៅណែឯងទីពឹង3ពុទ្ធពធប្រផងហ្នឹងទីពឹងទៅពុទ្ធទាំងសរណង្កចាមិធម្មងសរណង្កចាមិសង្ឃំសរណង្កចាមិទិញតែប៉ុណ្ណឹងឲ្យចាំទៅក៏បានតាមសួរបានជាមនុស្សវិញដែរឯហ្នឹងទិញឲ្យចាំតែហ្មងបានសត្វហើយទៅណាបានធေါ်ប៉ុណ្ណឹងដែរទៅផ្ទះវិញនិយាយពីម្ដាយក្មេកឯងកូនចុះមកទទួលសត្វស្រាប់តែមកដល់ម៉ែអើយថ្ងៃហ្នឹងអត់បានសត្វទេបានតែធေါ်3ម៉ាត់ហ្នឹងយកមកធ្វើទីពឹងនិយាយហ្នឹងមិនចូលចិត្តណាលាត់ខំសពុតស្រាត់គេចោលមុខមិនបាច់ទេអញឲ្យឡើងផ្ទះទេបើមិនបានសត្វឯអញឲ្យឡើងផ្ទះផ្ដាច់កូនទៅវិញឲ្យឆាប់យករបស់លោកណាទៅឲ្យលោកនឹងវិញណាឯណែយកមកប្រគេនលោកថាលោកម្ចាស់បល័យហ្នឹងម៉ែមិនយកទេឲ្យប្រគេនលោកម្ចាស់វិញមិនបោះអាត្មាទេអាត្មាឲ្យបានតែទទួលវិញទទួលអត់បានបើយកទៅព្រះហើយមានព្រះណាទៀតព្រះនៅវត្តចេតពុននៅវត្តចេតពុននេះណាណយឡាយកអីណោដើរចង្អុលដើរតាមផ្លូវហ្នឹងទៅដល់យកទៅថ្វាយព្រះវិញតែថ្វាយគេមកឡើងផ្ទះដើរទៅតាមផ្លូវញោមធម្មតាស្រុកយើងមនុស្សយើងហ្នឹងវាមានប្រែបណ្ដាមនុស្សច្រើនណាញោមណាប៉ុន្តែយើងមើលមិនឃើញដល់គេឲ្យយើងឃើញយើងរត់យើងថាខ្មោចលងហើយតាមពិតមានខ្មោចឯណាលងទេខ្មោចនឹងឯងគឺពួកមនុស្សពួកប្រែហ្នឹងមុខវាអាក្រក់ស្រាប់តែថ្ងៃហ្នឹងឲ្យគាត់ឃើញហ្មងដើរទៅមកក្រុមឃើញស្រីសាទស្រាប់មកក្រុមយកសក់ហ្នឹងយកមកបាំងខ្លួនអត់មានខោអាវស្លៀកប៉ុន្តែមានបាយហូបហើយស្រីហ្នឹងក៏សួរថាណែឯងទៅណាយកធေါ်ទៅឲ្យព្រះណែឯងជួបព្រះសួរខ្ញុំផងខ្ញុំនឹងធ្វើកម្មអីបានកើតមកជាតិនឹងមានបាយហូបប៉ុន្តែអត់មានខោអាវស្លៀកដើរទៅមកក្រុមទៀតជួបអ្នកកាប់គ្នានោះថាខ្ញុំនឹងកើតជាសន្ធប់នឹងកាប់គ្នាមករហូតនេះអាអ្នកកើតជាអមនុស្សនឹងកាប់គ្នានេះហើយមកអាទិត្យបានជប់តែម្ដងផុតពីនឹងកាប់គ្នាតែរហូតចឹងមកពីអីដើរទៅមុខទៀតឃើញតម្រៃស៊ីទៅបាឡាហូរជាមលហាចស៊ីស្មៅជាអាកាសស៊ីស្រាប់ជាអាកាសដើរទៅមុខទៀតឃើញពស់ស្លាន់មួយដេកនឹងដបោកដើរទៅមុខទៀតទៅដល់នគរតូចមួយឃើញស្ដេចនោះស្ដេចថាខ្ញុំណែនឹងចេះតែរត់ចេញមួយឆ្នាំបើមិនរត់ចេញទេវាចិត្តតែគ្រោះចង្រៃកើតដល់នគរអញ្ចឹងរត់ចេញពីនគរមួយខែកន្លះខែតើមានរឿងអីនោះទៅសួរព្រះខ្ញុំផងបរោះនឹងបានទៅជួបព្រះទៅក៏បានឲ្យធម៌ទៅព្រះមិនទាន់ឲ្យផងស្ដាប់ធម៌ទេសនាព្រះអង្គសម្ដែងទៅកើតជាមនុស្សហើយខំសំបុណ្យណាញោមស្រុកមនុស្សយើងនឹងស្រុកកសាងហើយបើយើងកសាងបាបគេចោះឈ្មោះចូលក្នុងបជាយមរាជហើយមកក៏ទៅនរកប្រែដែរហើយបើយើងកសាងបុណ្យមកក៏បានឋានសួគ៌បានជាមនុស្សឡើងវិញហើយអញ្ចឹងនាងបរោះនឹងស្ដាប់យូរជ្រះថ្លាសមាធិសិលបងស្វ័យខ្លួនជាឧបាសកពេលហ្នឹងហ្មងម៉ែមកឡើងផ្ទះក៏ហើយទៅក៏បានសួរតំណែងនឹងជាប់សពគ្រប់ទៅក៏បានយករឿងរ៉ាវហ្នឹងយកមកប្រាប់ដល់អ្នកម្ចាស់សួរនឹងវិញនិយាយពីស្ដេចដែលចេះតែរត់ចោលនគរហ្នឹងមកពីជាតិមុនហ្នឹងខ្លួនឯងដុតព្រៃមិនចេះខមាទោសសត្វទេដុតសម្លាប់សត្វឲ្យទាំងរស់ដល់អញ្ចឹងសត្វឲ្យវាក្តៅក្រហាយវាដាក់ទំនាយឲ្យអញ្ចឹងទៅបានជាមួយឆ្នាំទៅរត់ម្ដងអញ្ចឹងមកពីណែឯងដុតព្រៃដុតដោយទាំងសត្វទាំងអស់ហើយអញ្ចឹងយើងមិនដុតព្រៃយើងសុំខមាទោសផងណាមិនដុតសត្វទេដុតតែព្រៃទេសព្វេតាតាវិនិច្ឆ័យហន្តោស្ដេចនឹងជ្រះថ្លាអញ្ចឹងថ្វាយខ្លួនកាន់សិល8បកុលរាជឲ្យបរោះនឹងឡើងទៅរាជបានកូនកមុំស្ដេចនឹងទៀតគេលែងឲ្យចូលផ្ទះប៉ុន្តែបានសមាធិសិលបានឡើងជាស្ដេចហ្មងមកដល់អាពស់ថ្លាន់ហ្នឹងស្លាប់ទៀតព្រះអង្គថាថ្លាន់ហ្នឹងទៅថៃជាតិមុនគាត់កប់កំណប់ទៅដល់អាថ្លាន់ហ្នឹងស្លាប់ទៅហើយកាយដបោកនឹងមើលឃើញកំណប់មែនក៏ធ្វើបន់ឲ្យថ្លាន់ទៅសល់ប្រមាណយកកំណប់ហ្នឹងមកអ្នកណាមិនជឿគេជ្រះថ្លាមើលដែរទៅថៃជាតិមុនឥឡូវកើតជាពស់ថ្លាន់មែនហើយស្គាល់ពីតម្រៃហ្នឹងទៀតចុះហេតុអីក៏ស៊ីទៅបាឡាគេថាតម្រៃហ្នឹងជាតិមុនធ្វើអ្នកកាត់ក្តីឲ្យគេឲ្យតែណាឲ្យលេពឺទៅឲ្យឈ្នះហ្មងគ្មានគិតរកខុសរកត្រូវហើយធ្លាក់ទៅនរកទៅប្រែតអស់ការយូរណាស់ឡើងពីនរកប្រែតមកការជាតម្រៃហ្នឹងស៊ីអីអត់ការទេស៊ីហ៊ានទៅស៊ីអារបស់ផ្អែមឆ្ងាញ់រីករុះធ្វើបាបចុកពោះឥឡូវអញ្ចឹងណាញោមណាក្តៅពោះអញ្ចឹងស៊ីបានអាបលាហូរជាមលហាចរាល់ថ្ងៃបានតម្រៃនឹងដឹងខ្លួនទៅក៏ថ្វាយខ្លួនជាបរិវារឯពួកអ្នកកាប់គ្នារហូតនោះនិយាយពីគាត់ហ្នឹងពីជំនាន់ដើមគេឲ្យឈប់ក្នុងមួយអាទិត្យគេឲ្យស្ដេចឲ្យឈប់មួយថ្ងៃឲ្យសមាធិសិលប៉ុន្តែគាត់ហ្នឹងគាត់បញ្ជុលមន់រហូតអត់ឈប់ទេដល់ថ្ងៃស្ដេចឲ្យឈប់គ្រាន់តែឈប់មិនសមាធិសិលទេគ្រាន់តែឈប់មិនបញ្ជុលមន់អញ្ចឹងតាំងពីកើតដល់ស្លាប់ជីវិតគាត់គឺបញ្ជុលមន់រហូតបានជាកើតឡើងជាប្រែតគេឲ្យកាប់គ្នារហូតហ្នឹងមួយអាទិត្យឈប់បានតែមួយថ្ងៃហើយស្ដេចគេចេញឲ្យឈប់ដល់ថ្ងៃហ្នឹងពិសាបូជាអញ្ចឹងគេឲ្យឈប់គ្រប់សាលាគ្រប់ថាបានឲ្យធ្វើហើយចង់សោតអីទល់ភ្លឺមិនក៏សោតចុះច្បាប់គេលើកលែងគេយកយល់ក្នុងរដ្ឋធម្មនុញ្ញគេការពារហើយអញ្ចឹងយើងអាចធ្វើការនឹងបានទាំងអស់ព្រោះស្ដេចបើកចិត្តដល់អញ្ចឹងគាត់នឹងអត់បានអីបានកើតទៅជាអមនុស្សនឹងឯនាងប្រែតមកក្រុមនោះទៀតជាតិមុនលួចខោអាវគេ
លើកអាយទេបានកាត់ជាប្រែតអត់ខោអាវធ្លាដល់អញ្ចឹងទៅបានបាយហូបដោយសារដាក់ចង្ហាន់លោកបានម្ដងហើយយំក៏ដែរអញ្ចឹងយើងទាំងអស់គ្នានឹងបានស្ដាប់ធម៌អញ្ចឹងទៅនឹងផ្សព្វផ្សាយសាសនាស្រាប់តែគោរពដល់បច្ចុប្បន្ន80ក៏គ្រប់នឹងចូលបរិនិព្វានទៅបរិនិព្វានក្នុងថ្ងៃអង្គារយាមអង្គារពេញបរមី15កើតខែវិសាខនឹងដែរហើយអញ្ចឹងបានយើងនឹកឃើញធ្វើបុណ្យវិសាខបូជានឹករឿង3ហ្នឹងហើយប្រទេសសេរីលង្កានិងប្រទេសឥណ្ឌាគេធ្វើតាំងតែពីដើមមកម្លេះហើយខ្មែរយើងនឹងថៃតែធ្វើក្រោយទេប្រទេសថៃធ្វើនៅជំនាន់ស្ដេចរាមាក្នុងឆ្នាំ1817ហើយខ្មែរយើងធ្វើនៅជំនាន់ព្រះអង្គឌួងញោមណាស្ដេចណែព្រះអង្គប៉ាននាំយកមកពីប្រទេសគេនឹងចាប់ផ្ដើមធ្វើនៅឆ្នាំ1855ចាប់ផ្ដើមធ្វើវិសាខបូជានឹងចាប់ពីកាលនោះមកជំនាន់ព្រះអង្គឌួងមករហូតមកស្ដេចស៊ីសវត្តក៏ចេញបញ្ជាឲ្យយើងធ្វើក្រឹកព្រេងមកទល់ថ្ងៃនេះយើងក៏បានធ្វើតែយំអញ្ចឹងដល់តែយំទៅគេបូជាសពកូនរួចស្រេចហើយនឹកឃើញតែយំតែអាកន្លែងខ្ជុងគេបូជាខ្មោចនឹងរាល់ថ្ងៃយំអោបតែខ្ជុងហ្នឹងចេះតែពីយំទៅដល់អាកូនហ្នឹងកើតជាទេវតាទៅហើយអង្គុយមើលពីលើមកយីឪពុកអញវរហើយបើបនធ្វើទិសឲ្យអញមិនទាំងបានធ្វើផងខ្លួនគាត់ក៏មិនបានធ្វើទៀតបន្តិចទៀតគាត់ស្លាប់ចោលទ្រព្យសម្បត្តិនឹងទាំងអស់មកក៏ទៅនរកទៅប៉ែតហើយបើចឹងទៅជួយឪសិនចោះមកវឹងប្រែកាឡាជាកូនក្មេងមួយពុកអង្គុយតឹមតានឹងយំដែរយំមកជាហៀងម្នាក់តានេះយំមកខាងកូននឹងយំមកខាងយំមកយំយូរងាកមើលមុខគ្នាភ្លឺចាស់ឯងក្មេងយំដាក់ទល់មុខគ្នាយំចោះយំឡើងងាកសួរហ្មងតានឹងសួរថាចុះណែឯងនឹងមកពីណាមកយំថៃដែរឯនោះចុះអ៊ំឯងនឹងយំថៃដែរថាបានជាខ្ញុំយំណាព្រោះកូនខ្ញុំនឹងវាស្លាប់ទៅខ្ញុំយំស្ដាយកូនខ្ញុំហើយឯងនឹងវាមកយំថៃកូននឹងថាបានជាខ្ញុំយំណាខ្ញុំចង់បានព្រះអាទិត្យមកខាងព្រះច័ន្ទមកខាងយកមកធ្វើកងអាទេសខ្ញុំហើយបើវាមិនយំបានសោះនឹងបានតែខ្ញុំយំស្ដាយចង់បានមកគូនឹងយកមកធ្វើកងអាទេសតានឹងស្ដីឲ្យថាឈួតយំទាលរបស់ដែលមិនតំណងរបស់ដែលគេមិនគប់បីយកបានឯងយំចង់យកមកធ្វើកងអាទេសប្រាថ្នាដោយណែឯងអញ្ចឹងមានតែឈួតទេស្រាប់តែកូននឹងថាវិញអូរបស់ខ្ញុំមើលឃើញឲ្យតឡាំងប៉ុណ្ណឹងខ្ញុំចង់បានថាខ្ញុំឈួតហើយចុះរបស់លោកអ៊ំវិញកូនស្លាប់ទៅគេបូជានៅសល់ផេះហែងខ្ជុងប៉ុណ្ណឹងមើលកូនមិននឹងឃើញផងមិនឈួតជាងខ្ញុំទៀតបើគិតចឹងមែនបើចឹងទេអីចុះឯងមកពីណាឯងក៏ចេះម្លេះថានឹងឯងខ្ញុំនឹងឯងជាកូននោះកូនខ្ញុំតែកើតជាទេវតាខ្ញុំចោះមកបញ្យល់ប្រាប់ទេខ្ញុំនឹងទេវតាណាទេវតាស្អីឮគេថាអ្នកទៅកើតឋានសួគ៌តើធ្វើបុណ្យធ្វើទានហើយឯងដែលឃើញធ្វើបុណ្យផងឃើញតែរត់លេងរាល់ថ្ងៃស្លាប់ទៅបានទេវតាឯណាកូនណាខ្ញុំធ្វើបុណ្យធ្វើឯណារៀបស្លាប់ទៅខ្ញុំមានគុណព្រះពុទ្ធជាអារម្មណ៍ខ្ញុំបាននមស្ការថ្វាយអង្គមព្រះពុទ្ធណានិយាយរឿងរ៉ាវប្រាប់ចប់សពគ្រប់ហើយទៅក៏លាឪត្រឡប់ទៅវិញឪនេះមិនតាន់ចូលចិត្តទេទៅសួរព្រះមើលសិនដើរទៅឯវត្តថ្វាយអង្គមបបិទ្ធព្រះអង្គដល់ចម្រើនមនុស្សយើងមិនតាន់បានធ្វើបុណ្យអីផងចេះតែមានគុណព្រះពុទ្ធជាអារម្មណ៍រាល់ថ្ងៃចឹងស្លាប់ទៅបានទៅកើតឋានសួគ៌មែនទេព្រះអង្គថាយីតិនបបកៈព្រាមខែងណែឯងជួបកូនណែឯងផ្ទាល់ហើយតើនិយាយគ្នាដឹងរឿងអស់ហើយមិនចាំបាច់មកធ្វើពើសួរតថាគតធ្វើអីទៀតព្រះអង្គនៅនេះសោះព្រះអង្គដឹងដែរអូបើអញ្ចឹងមានតែព្រះអង្គត្រាស់ដឹងមែនអញ្ចឹងអូត្រាស់ដឹងពិតប្រាកដមែនព្រះអង្គនៅនេះសោះដឹងដែរណែពីដើមមកនៅស្ទើមមិនទាន់ជឿថាព្រះអង្គត្រាស់ផងញោមណាអញ្ចឹងបានជ្រះថ្លាពីពេលនឹងមកប្រែคลายខ្លួនចេះធ្វើបុណ្យឧទ្ទិសជូនអ្នកស្លាប់ពិតជាមានកំណើតថ្មីអញ្ចឹងញោមអើយឈ្មោះកូនតមីមួយនោះមិនរឿងកូនស្លាប់ទៅមិនទៅដើររកគ្រូឲ្យប្រោះកូនឲ្យរស់បីតែកូនទៅដល់រកព្រះឲ្យជួយប្រោះកូននឹងឲ្យរស់ព្រះអង្គថាទៅសុំគ្រាប់ស្ពៃគេមកផ្ទះណាដែលគ្មានមនុស្សស្លាប់សោះសុំឲ្យបានមកសុំឲ្យបានមកទូកដៃឬមកក្តាប់យកមកព្រះអង្គយកមកផ្សំថ្នាំឲ្យរស់ដើរទៅសុំគ្រាប់ស្ពៃឲ្យផ្ទះណាដែលគេគ្មានស្លាប់សួរផ្ទះហ្នឹងមានមនុស្សស្លាប់ដែរគេថាមាននិយាយខ្ញុំទៅមិនស្លាប់ហើយមិនសមទេដើរទៅទៀតផ្ទះមួយទៀតផ្ទះហ្នឹងមានមនុស្សស្លាប់ដែរតាខ្ញុំទៅមិនស្លាប់ទៅខែមុនក៏មិនសមទៅផ្ទះមួយទៀតទៅផ្ទះនេះមានមនុស្សស្លាប់ដែរថាមានហើយគេសួរថាចុះនាងឯងទៅរកផ្ទះណាដែលមិនធ្លាប់ស្លាប់ថាទៅរកសុំគ្រាប់ស្ពៃផ្ទះនោះយកមកផ្សំធ្វើថ្នាំឲ្យកូនបានព្រះអង្គបានគេបញ្យល់ប្រាប់នាងយូរទៅនាងយល់ផ្ទះណាក៏កិច្ចមិនផុតពីស្លាប់ដែរហើយចឹងហើយពិចារណាមែនតែនទៅស្លាប់ហើយកើតហើយស្លាប់វាជារឿងធម្មតាបើចឹងទេជ្រះថ្លាយល់ច្បាស់ក្នុងធម៌លែងខ្វល់ខ្វាយឲ្យរឿងជប់ប្រុសឲ្យកូនរស់ទៅថ្វាយអង្គមដកពាក្យពីព្រះអង្គវិញលែងឲ្យកូននឹងជប់លែងឲ្យកូននឹងប្រុសឲ្យរស់អីមិនបាច់ទេជ្រះថ្លាហើយកាលណាតកើតមកស្លាប់តួនាទីអ្នកនៅរស់មានតែធ្វើបុណ្យឧទ្ទិសជូនទៅអញ្ចឹងឯងណាញោមការធ្វើបុណ្យឧទ្ទិសជូនទៅនេះមានវិធីដែលត្រូវអាចទទួលបានពុទ្ធបរិស័ទ
កំណើតសត្វខ្លះអាចទទួលផលនឹងតាមផលទិសកំណើតសត្វខ្លះអាចទទួលផលនឹងដើរហិតដើរលិតដើរស្រោបដើររឹសបរិភោគបានអីចឹងបានជាមានវិធីក្នុងការធ្វើទក្ខិណានុបទាននឹងលោកអាចារ្យតែងមាននិមន្តប្រសង់មកផងមានវេមានឧទ្ទិសផងហើយមានអាកតួងបាយដានោះមួយទៀតអាកតួងបាយដាហ្នឹងបើសិនជារាប់បាតខាងដើមគេដាក់តួអង្គពពុទ្ធគេច្រើនដាក់ផ្តាល់មួយដល់អាចុងកតុយគេមានអាកតួងមួយដាក់ស្លឹកចេកអាកតួងហ្នឹងគេឲ្យចាប់ដៃឆ្វេងដាក់ទៀតមិនឲ្យដួសដោយស្លាបព្រាទេហើយក៏មិនឲ្យចាប់ដៃស្ដាំទៀតឲ្យចាប់ដៃឆ្វេងព្រោះថាដៃឆ្វេងហ្នឹងជាដៃលាងរបស់មិនស្អាតដៃកាន់របស់មិនល្អអីចឹងទេពួកប្រែតអមនុស្សអសូរកាយមួយចំនួនគ្នាមានកម្មមានពៀបើសិនជាយើងដាក់ស្លាបព្រាកាន់ស្មើនឹងព្រះស្មើនឹងភិក្ខុសង្ឃគ្នាមានកម្មទទួលអត់បានរឿងរ៉ាវនេះមានបញ្ជាក់ក្នុងអត្តកថាបញ្ជាក់ប្រាប់ពីមានកំណើតមួយចំនួនដែលត្រូវទទួលហិតទទួលលិតទទួលស្រូបរបស់ទាំងនឹងបានញោមណាអាត្មាសម្ដែងប្រាប់ពីកំណើតអមនុស្សនឹងបន្តិចប្រែត2នាក់3នាក់ម៉ែកូនត្រូវកើតជាកំណើតដើររើសចំណីអាហារមូលលិមួករបស់គេចោលកន្លែងសាកសពចឹងបានកន្លែងណាមានខ្មោចងាប់តៃហោងគេល្បីថាអូខ្មោចលងប៉កែណាតំណឹងតាមពិតមិនមែនខ្មោចណាមកលងទេគឺពួកអមនុស្សពួកប្រែតពួកព្រាយពួកបិសាចវាមកស៊ីរបស់ហ្នឹងមកហិតមកលិតមកស្រោបទៅវាឃើញយើងទៅក្បែរខ្លាចយើងទៅដើមទៅក៏សម្ដែងរឹតឲ្យយើងរត់អស់ទៅហើយយើងចេះតែប្អូនប្រាប់គេថាខ្មោចលងអញ្ចឹងទៅជួនកាលប្រែតគ្នាគ្មានលងអីគ្នាបង្ហាញឲ្យឃើញមុខគ្នាវាអាក្រក់អីចឹងឯងនេះរត់ចងងាប់អញ្ចឹងបានជាប្រែតមិនងាយឲ្យយើងឃើញទេគ្នាមានលងអីគ្នាមុខគ្នាអញ្ចឹងស្រាប់ហ្នឹងពុទ្ធបរិស័ទដើររើសបដើកូនដើររើសអីស៊ីស្រាប់តែរមតាន់បានមកដល់វត្តចេតពុនឃើញមនុស្សជុំនឹកថាគេមុខតែចែកអីគ្នាស៊ីយើងទៅក៏លោកបានអីជ្រុះរស់ហូបបដើមក3នាក់ម៉ែកូនប្រពុតកំពុងសម្ដែងធម៌ទេសនាប្រែតមកដល់ឈរស្ដាប់ធម៌ស្ដាប់ជក់ធម៌ព្រះអង្គដូរធម៌ពីមនុស្សសម្ដែងឲ្យប្រែតស្ដាប់ម្ដងប្រែតម៉ែនឹងឈរស្ដាប់ឲ្យត្រឹងចឹងទៅស្រាប់តែកូននោះអាកូនពៅនោះវាយំហ្មងយំថាម៉ែឯងនៅឈរស្ងៀមធ្វើអីកូនឃ្លានណាអាភ្លើងធាតុនឹងវាដុតរោលពោះនឹងឲ្យឃ្លានទៅរកអីហូបដល់ចឹងទៅញោមហើយស្រាប់តែម៉ែនឹងលួងថាកូនឲ្យម៉ែស្ដាប់ធម៌សិនណាកូនដែលយើងនេះមកកើតជាប្រែតអត់ចំណីអាហារទាំងម៉ែទាំងកូននឹងពីព្រោះអង្កាលយើងនៅជាមនុស្សនឹងមិនដែលអើពើធ្វើបុណ្យអីគេទេបុណ្យកុំធ្វើទានកុំធ្វើសិលកុំធ្វើធម៌អាក៏មិនស្ដាប់បានជាគេស្លាប់ទៅគេកើតជាទេវតាជាមនុស្សលាន់ឯងមកកើតប្រែតទាំងម៉ែទាំងកូនអត់បាយអញ្ចឹងហើយអញ្ចឹងបើយើងអត់ជាតិនឹងកុំឲ្យអនាគតទៅយើងនៅកើតប្រែតមកអាយុទៀតឲ្យម៉ែស្ដាប់ធម៌សិនទៅណាកូនកូនបងលឺចឹងទៅជួយលួងអូនឯងកុំយំឲ្យម៉ែស្ដាប់ធម៌សិនទៅព្រោះតែយើងមិនបានស្ដាប់ធម៌បានជាយើងមកកើតក្នុងកំណើតប្រែតលំបាកវេទនាអញ្ចឹងលួងអញ្ចឹងទៅកូនក៏ស្ងៀមទ្រាំឲ្យម៉ែស្ដាប់ធម៌ម៉ែនឹងស្ដាប់ទៅព្រះអង្គដាក់ធម៌ឲ្យប្រែតស្ដាប់សម្រាប់ដល់សោតាប្រែតក៏បានដល់សោតាដែរណាញោមបានដល់សោតាហើយទៅចាប់ពីពេលនោះមកប្រែតនឹងក៏ចេញដំណើរទៅរកអីហូបបានអាហារហូបធម្មតាយើងនឹកឃើញពាក្យប្រែតនឹងនិយាយមួយម៉ាត់ដែលគួរឲ្យស្ដាយទេថាមកទៅពីយើងកាលនៅជាមនុស្សមិនដែលបានស្ដាប់ធម៌មិនដែលបានធ្វើបុណ្យទានបានមកកើតជាប្រែតញោមឃើញទេនឹងឲ្យគួរនឹកសង្វេគណាអីចឹងយើងគិតឃើញពុទ្ធបរិស័ទទាំងអស់កំណើតនេះហើយដែលអាចមានជាអមនុស្សនៅលើផែនដីដែរនៅក្នុងអត្តកថាមួយទៀតនិយាយពីប្រធេរៈមួយអង្គនិមន្តចូលទៅក្រុងអនុរាធៈដើរទៅតាមផ្លូវញោមស្រាប់តែកូនអមនុស្សស្រែកថាលោកម្ចាស់អើយឃើញម៉ែខ្ញុំកណាប្រាប់ផងថាខ្ញុំកណាហ្នឹងអូនវាយំខ្លាំងឃ្លានណាស់សូមឲ្យលោកម្ចាស់ប្រាប់ដល់ម្ដាយផងយកអីមកឲ្យអូនហូបលឺស្នូក្មេងយំហើយអាបងនិយាយប្រាប់ប៉ុន្តែមើលមិនឃើញលោកថាអាត្មាមើលឯងអាមិនឃើញបើមើលមិនឃើញផងប្រែតនឹងយកប្រទាលប្រហោងមូលឡាំងប្រែថាឫសឈើអីចម្លែកម្ដុំមកដាក់ស្រោកដៃលោកស្រាប់តែលោកមើលឃើញថាកំណើតនៅលើដីនេះមានកំណើតផ្សេងពីមនុស្សនោះរាប់ម៉ឺនរាប់សែនញោមដើរប្រងព្រាតខ្លះដើរហិតដើរលិតដើរស្រោបកន្លែងនេះកន្លែងនោះអូជិះមិនឈ្នះទៅដល់អាផ្លូវបំបែកមួយនោះកំពុងតែដើមគ្នាបញ្ញាយស៊ីអដេញសុកសាតវាកើតកូននៅតែនឹងជ្រុះសុកមកនាំគ្នាទៅរស់ទៅដើមគ្នាស៊ីលោកក៏ស្រែកប្រាប់ថាណែវើយអាណាមានកូននៅផ្លូវកែងខាងនោះណាកូននោះវាឃ្លានណាថាយកអីទៅឲ្យវាស៊ីផងប្រែតងាកមកស្រចុះលោកតាមិនក៏មើលគេឃើញនេះវាឲ្យមើមថ្នាំស្អីនេះមកអាត្មា
ពួកប្រែតរត់ព្រូមកតដើមយកពីដៃលោកវិញលោកក៏មើលលែងឃើញទៅចាអីចឹងបាននឹកឃើញថាកំណើតនៅលើលោកនេះណាមានច្រើនណាស់មិនដឹងម៉ែគេមិនដឹងម៉ែយើងទេដែលទៅកើតនោះញោមនឹកឃើញឲ្យមែនតែនទៅបើមានធម៌កតញ្ញូពិចារណាមើលទៅជួនកាលឪពុកម្ដាយទៅនរកទៅប្រែតដើមហេតុមកទៅពីព្រោះកូនយើងនឹងជាខ្សែជាចំណងចងពុកចងម៉ែមមណាស់ចំណងឥតខ្សែនឹងចងម៉ែតាំងពីតូចរហូតធំតាំងពីយើងនៅក្នុងផ្ទៃម្លេះចងគាត់ចង់ទៅសិលចង់ទៅទៀនធ្វើបន់ទៅឯណារួចពោះប្រប៉ិនកជើដល់តែប្រសូតបត់មកហើយគេបបួលទៀតទៅសិលទៅបន់ទៅទៀនទៅមិនរួចទេកូនខ្ចីបបួលខាងឪនោះមកនោះសម្លាញ់យយទៅបន់វត្តនេះវត្តនោះទៅមិនកើតទេម៉ែវាកូនខ្ចីទៅឯណារួចហើយដល់តែកូននៅធំបន្តិចគេបបួលចូលសិលចូលល្មិចមាត់អីលហងអត់អីឲ្យវាស៊ីណាឥឡូវទៅរកអីមកឲ្យវាស៊ីនុបំរុងទាំងម៉ែទាំងឪខានរហូតឲ្យកូនរៀនកាន់តែខ្ពស់អស់លុយកាន់តែច្រើនដល់តែពេលកូននោះពេញកំមុំពេញកំឡោះចង់ឲ្យកូនរៀបការកូនខ្លះតែរើសទៅទៀតខ្ញុំបើមិនបានអាចារ្យនេះបើមិនបានភ្នួងនោះបើមិនបានភ្លេងនេះខ្ញុំមិនការទេម៉ែនឹងរត់លាក់ខ្ចីលុយគេទៅរកភ្នួងនេះរកអ្នកថតនោះរកអាចារ្យនេះតាមកូនភ្លេងនោះទៀតហើយចឹងការឲ្យកូនសុខស្រួលម៉ែឪដើរទៅសងបំណុលគេអីក៏មិនថាដែរកូនខ្លះទាម៉ែអើយខោអាវចោះគេមិនចោះទេសម័យថ្មីហួសសម័យម៉ែនឹងបាស្រូវចង្រុកលក់ទិញឲ្យកូនបាន 2-3 កាផ្លេឯងខ្លួនឯងនេះមកចកេះនឹង 2-3 ឆ្នាំមកចកេះឆ្អែងខ្លួន 2-3 ឆ្នាំកូននឹងមួយឆ្នាំ 2-3 កាផ្លេទិញឲ្យទៀតកូនដូរម៉ូតម៉ែស្បែកជើងទិញស្បែកជើងចូលគេមិនចោះទេអាហ្នឹងយកអាស្បែកជើងម៉ូតស្ទៀវមកទៀតម៉ែនឹងទិញឲ្យកូនបានទៀតខ្លួនឯងនឹងពាក់មកគូចងខ្សែពាក់ឆ្កែពណ៌ប្រមាណដងហើយនៅតែមិនតាន់បោះចោលផងដាច់តខ្សែទៀតកូនខ្លះទាទិញកង់ឲ្យកូនម៉ែដើរកូនខ្លះទាទិញម៉ូតូទៅរៀនម៉ែនេះបាចង្រុកបាស្រូវលក់ឲ្យគេសំលិចកើតបិចបោចទិញម៉ូតូឲ្យកូនខ្លួនឯងជិះអាកង់កាចាស់ទៅវត្តតំមដល់វត្តធ្លាក់ចង្វាក់ដាក់ប្រឡាក់ដៃឲ្យខ្មៅងីងសពបែបយ៉ាងទាំងអស់ដើម្បីកូនម៉ែឪហ៊ានតស៊ូណាញោមឲ្យកូនរៀនសូត្របានខ្ពស់លក់អស់ឲ្យបេះបោចជុំវិញដាំបន្លែដាំមនងដាំទ្របម្ទេសខ្ទឹមអីលេចកើតបេះបោចលក់ដូរបានកញ្ចេកកញ្ចប់ផ្ញើទៅឲ្យកូនបានរៀនបានសូត្រកូននេះនោះបានតែបានលុយមកស្រួលកាត់ទូរស័ព្ទមកយប់2 សន្លឹកអីផងមិនដឹងជើងកើតទៅដើរលេងលបែងជាពាក់គេលេចកើតទៀតនឹងមកកោះរស់ឲ្យម៉ែនេះក្រអសងគេមកស្ដីឲ្យម៉ែច្រែតទៅទៀតម៉ែកុំឲ្យដឹងខ្លួនបានលុយកាក់បន្តិចបន្ទួចរីតាមទុកឲ្យវារៀនសូត្រទីបំផុតវាប្រហិនលុយឯងហើយឲ្យគេមកស្ដីឲ្យឯងទៅទៀតសពបែបយ៉ាងតស៊ូឪទៅរកស៊ីឆ្ងាយលីរែកទូសែងឲ្យគេអោនក្បាលទៅត្រកគេស្ដីគេជាដូចឆ្កែដូចឆ្មាយ៉ាងណាអោនក្បាលបង្ហូរញើសក្រោមកម្ដៅថ្ងៃដើម្បីយកលុយយកកាក់មកចិញ្ចឹមទំនុកបំរុងកូនបាន100 រៀលមកកាក់មកសេនបត់ទុកក្នុងកញ្ចប់ថ្នាំកត្រកស្លាជាយកាម៉ាស្រោមខ្នើយអត់ហ៊ានចាយទេបើហ៊ានតែកូនយំទាណាខ្លួនឯងឃ្លានហូរទឹកមាត់ស្រក់ទឹកមាត់មិនហ៊ានទិញមិនហ៊ានដូរទេប៉ុន្តែបើកូនយំទានំទាការ៉េមកៃទុកមិនសក់ទេអង្គុយហូតចេញពីស្រោមខ្នើយមកអង្គុយពុតពលានឹងយកទៅទិញការ៉េមកៃទិញនំឲ្យកូនទៅរកស៊ីខ្លះទៅរុករៀនទន្ទ្រានក្នុងព្រៃភ្នំក្រំថ្មបថុយជីវិតខ្លះទៀតនឹងទៅរកស៊ីទៅតាមទឹកតាមស្ទឹងបឹងបួជួរទលេសមុទ្រខ្លះទៅប្រទេសមួយប្រទេសពីរយកជីវិតទៅបថុយទាំងអស់ឲ្យតែបានលុយចិញ្ចឹមកូនម៉ែខ្លះមិនម៉ាយមិនព្រៅទៅទៀតចិញ្ចឹមកូន 4-5 នាក់រស់ចេះតែរស់ដើរបេះតកួនបេះតគៀតផលិតជើងបកងករៀតដើរដូរពហុដូរជ្រក់ដូរម៉ាំអំបិលប្រហុកជ្រាបច្រប់លុយទឹកលុយភក់ពីភូមិមួយទៅភូមិមួយយកអង្គយកបច្ច័យមកចិញ្ចឹមកូនរស់ឲ្យលហង់ចឹងតស៊ូណាស់ទាំងថ្ងៃទាំងយប់ធ្វើការដើម្បីកូនតើកូនមាននឹកដល់តំណែងដែរទេទាំងអស់គ្នាបើយើងនឹកឃើញថាម៉ែឪតស៊ូហ៊ានលក់ហ៊ានដូរបង្រត់បង្រាស់សត្វភាពទាំងរស់ដើម្បីយកលុយកាក់ចិញ្ចឹមកូនអ្នកខ្លះហ៊ានរកស៊ីកេងរកស៊ីកាប់លឹបខងវាយបដកគូតកំប៉ុងបតោងក៏លើសភ្នែកជីងភូតគេកុហកគេបាត់គេមកកាក់មកចាប់មកសេនយកលុយមកចិញ្ចឹមកូនកូនមានមួមីភ័យអាសន្នបាក់បែកដៃជើងគេថាណែតឡាអាសត្វនេះបុកជាមួយអានោះបានវាត្រូវជានរកប្រែតអីនៅម្ដុំសិនបុកបាត់ឲ្យតកូនអញជាកុំថាសមោចក្អែកខ្ទួយខ្យាតម្រៃបាក់ចកោមអស់ហើយមិនក៏ដោយតែវាលើខ្លួនកូនអញវែកខ្ទេចអត់ទុកទេនេះស្រឡាញ់ណាស់ជួនកាលនឹកអាណិតអាសូរកូនមកវត្តមកវ៉ាទៅវត្តទៅអីក៏មិនរួចចង់ទៅបន់គេកូនសួរម៉ែទៅណាអញទៅបន់គេស្រែអូនបន្តិចម៉ែកុំនៅយូរទៅយប់នំប្របាក់កូនចៅបារម្ភឆាប់មកចូលបន់ផ្លេផ្លាប់ខ្ញុំបញ្ញាប់លាបញ្ញាប់ទៅវិញតែនៅយូរខ្លាចកូនបន្ទោសអត់បានស្ដាប់ធម៌អត់បានសូត្រមុនអីគេទេហ្នឹងហើយគេហៅតែចំណងអត់ខ្សែចងពុកចងម៉ែឥឡូវគួរតែស្រាយទៅអានុគ្រោះឲ្យគាត់បានរកសិលរកទានរកបន់ខ្លួនគាត់ផង
ម៉ែឪនឹងកាត់គេកាត់ខ្មាស់ដើម3កូនច្រើនណាស់អ្នកខ្លះទៅវត្តស្រាក់ពេញមកវិញស្រាក់ពេញដដែលគេអាណិតកូននៅឯផ្ទះជើងកាលមកជួយបនគេរៀបចំផ្លែឈើនំនៃចេញអំពើចុះឡើងសល់បាន1 2ដាក់កប៉ាវទៅដល់ផ្ទះទៀតមកចូលបនគេនឹងឯង2000ក៏មួយចានហូបបាយគេ2ពេលហើយណោះឃើញបបរគេឆ្ងាញ់ពេកនឹកប្រូចទៅដល់កូននៅផ្ទះបច្ចេមួយចានតាមចការជែកផ្លូវក្រោយឲ្យកូនផ្លិចអាយកចានមកវិញទល់ថ្ងៃនេះគ្មានចង់បានអីចានមួយហ្នឹងឯងប៉ុន្តែវាលើសថ្ងៃយូរទៅខ្មាស់គេអញ្ចឹងទុកបដ ாய் ទៅហើយជួនកាលទៀតទៅមកដើរតាមផ្លូវព្រៃចំការគេឃើញផ្លែឈើតំណាំតំណោយគេបេះដាក់កប៉ាល់យកទៅឲ្យកូនទៅដល់អាកូនឯងឆ្លោះជាមួយកូនគេកូនឯងខុសសោះទៅវាយកូនគេបន្ថែមទៀតក៏មានដែរអាកូនខ្លួនឯងណាសបោធ្លាក់ហូបផុតមាត់ហើយលើកថើបទៅក៏អោបទៀតណាញោមកំពុងតែហូបមលក់អីឆ្ងាញ់កូនបាញ់ប្រាច់មកលើកដាក់មកជាហៀងឯងនេះដៃច្បាមលក់សិនណាទឹកព្រឹកអីសិនណាហើយម៉ែឪហ៊ានជាមួយកូនអញ្ចឹងប៉ុន្តែបើសិនជាហូបបាយជាមួយម៉ែកូនបើម៉ែបាញ់ប្រាច់មកមិនស្រួលឡើងចោលចាននឹងខ្ចីលៀងផងកូនមិនងាយសាពះមិនងាយថ្វាយអង្គមម៉ែទេថ្វាយអង្គមទុនណាជាមួយម៉ែក្មេកឪក្មេកម៉ែឪបកើតមិនសូវហ៊ានទេអីចឹងបានយើងនឹកឃើញថាម្ដាយឪពុកតស៊ូយ៉ាងហ្នឹងក្រែងលោកគាត់ស្លាប់ទៅនរកទៅប្រែតបបប្រហែតមកពីចិញ្ចឹមកូនបានកូនចៅគេនឹកឃើញទ្រព្យសម្បត្តិគេអាកដីធ្លីប៉ុណ្ណេះជារបស់ណានាថាជារបស់ពុករបស់ម៉ែទុកឲ្យហ្នឹងហើយបើអញ្ចឹងហើយយើងគួរតែនាំគ្នាធ្វើបុណ្យជូនគាត់សុំទួនាទីជាកូនល្អចឹងបានគេហៅថាកតញ្ញូនិច្ចកតញ្ញូកាលកតញ្ញូប្រកាសកតញ្ញូដោយខាងដើមមិញហ្នឹងជាតេខេណានុបទានអាត្មាហ្នឹងនិទានប្រាប់កតញ្ញូជានិច្ចត្រូវមាត់ញឹកជាងគេកូនចៅនៅជាមួយនឹងប៉ុណ្ណាយាយខ្លះល្អអើយល្អធ្វើអញ្ចេះខុសធ្វើអញ្ចោះខុសប៉ុន្តែកូនកុំទៅចិត្តអីគេថាមនុស្សចាស់បេះដូងដើរញាប់តែងតែល្អអញ្ចឹងយើងចាស់ទៅក៏ដូចតែគ្នាអញ្ចឹងដែរធ្វើអីក៏មិនសូវត្រូវចិត្តដែរតែចាស់ទៅបេះដូងដើរញាប់ជាងក្មេងល្អហើយល្អច្រើនណាស់ហើយបើកូននៅឆ្ងាយមកយូរម្ដងជូនទៅ20000គេល្អណាស់ប៉ុន្តែកូននៅជាមួយនេះរាប់ម៉ឺនខំចាំអាចិនិចនឹងបានបនច្រើនញោមឯកាលកតញ្ញូមកម្ដងកុំឲ្យខុសខ្លះតឹងអើយតឹងកូនអញថ្ងៃកឋិនហ្នឹងមកថ្ងៃដាក់បិណ្ឌមកថ្ងៃដាក់បិណ្ឌឃើញថ្ងៃភ្ជុំយ៉ាងយូរថ្ងៃភ្ជុំកូនអញមកឲ្យតែឃើញម៉ូតូបើកកាត់មុខផ្ទះដកកមកមើលហើយអើតកមើលក៏លោកកូនអញអត់ឃើញកូនគេមករត់ទៅសួរអត់ឃើញទៀតកូនអញនឹងកាលបានមកឲ្យតែធូបបួងសួងជើងកាលសម្រានទៅទឹកភ្នែកហូរឲ្យជោគខ្នើយចង់ឲ្យតែកូនរស់ស៊ីមានបានសុខសប្បាយថ្ងៃភ្ជុំមិនឃើញយ៉ាងយូរកឋិនមកកឋិនអត់ឃើញទៀតចូលឆ្នាំប្រហែលមកលើកនេះចូលឆ្នាំមកមែនជូនម៉ែបាន40000ផ្លែឈើមួយថងអណាស់ម៉ែឲ្យពរឲ្យហូរចង់ធ្លាក់កាក់ស្លាពីមាត់ដល់ទៅហើយទៅគេជួបជុំមិត្តភ័ក្តិពួកម៉ាក់គេជប់លៀងមកប្រាវ200,000ម៉ែអត់មានចំណែនអីមិនតិចបដោយតាមទៅចុះឃើញកូនមកជុំគ្នាឯងនិមន្តលោកសូនមុនចេញបាំងស្គលឯណាណីម្ដងស្រាប់ដល់ម៉ោងសូនមុនបាំងស្គលហៅកូនមួយបាត់កូនមួយហៅកូនមួយបាត់កូនមួយសូនមុនតែ2នាក់យាយតាដដែលមួយថ្ងៃគេហៅទៅលេងនេះហើយរៀមចាក់ក្រៃមួយថ្ងៃគេហៅទៅលេងនោះវិញឆ្កែកូនវត្តឯកមួយថ្ងៃហើយភ្នំសពៅភ្នំតូចទៅដងអរញ្ញដល់ទៅលេងនេះនោះបាត់ទៅមួយថ្ងៃទៅភ្នំថាបដីមួយថ្ងៃទៅនេះទៅនោះស្រាប់តែចូលឆ្នាំ3ថ្ងៃក៏ឡងផុតបាត់ថ្ងៃនេះថ្ងៃត្រឡប់ទៅវិញអាបាំងស្គលឯផ្ទះក៏មិនបានបាំងស្គលឯវត្តក៏មិនបានបាំងលុយក៏អស់ហើយដល់ថ្ងៃត្រឡប់ទៅវិញហើយបើយ៉ាងហ្នឹងម៉ែឲ្យសង្ឃឹមអីណាញោមនឹងហើយដែលហៅថាខុសហែមនវសន្តរដូវហែមនរដូវត្រជាក់វសន្តរដូវរដូវភ្លៀងហែមនរដូវប្រាំងរដូវលំហើយមានន័យថាខែចូលឆ្នាំខែភ្ជុំបិណ្ឌ2ដងហ្នឹងកុំភ្លេចមកបើគាត់ស្លាប់បាំងស្គលទៅបើគាត់ទៅរស់ដាំស្លជូនគាត់ទៅគេឲ្យម៉ែនឹងឲ្យពរព្រះនៅរស់នឹងឲ្យពរកូនប៉កែណាឲ្យរស់ស៊ីមានណាឲ្យរស់ស៊ីបានកុំឲ្យគាត់ឲ្យពរកុំឲ្យគាត់ជេរបចោពីព្រោះមានរឿងគាត់ជេរបចោមានរឿងមួយហើយទៅរស់ស៊ីចំនួនម៉ែគាត់ថាកូនកុំទៅហេចង់ទៅថាកូនកុំទៅគាត់មកស្ដាប់ជេរមួយម៉ាត់អ្នកអាចោកបីវត្តឯងគាត់ប៉ុណ្ណឹងវាមិនតាមឯងសោះអាកបីនៅព្រៃដេញវត្តវាទៅកូនរត់ទៅដល់តែមាត់សមុទ្រមានព្រៃកបីព្រៃស្ទុះផ្លោកចេញមកដេញវត្តកូននឹងមែនកូននឹងរត់លោតផ្លាញយករួចខ្លួនចាប់ទៅលើកដៃទៅលើម៉ែឯងថាយក៏ត្រូវម៉េះជេរកូនមិនអាចោកបីវត្តឥឡូវកបីដេញវត្តកូនមែនលើកដៃបួងសួងទៅលើម៉ែឲ្យម៉ែ
បើមកឯងជេរកូនអញ្ចឹងចិត្តមកឯងឲ្យកូនវិនិច្ឆ័យមែនក៏បីឲ្យវត្តខ្ញុំឲ្យស្លាប់ដាច់ពូជបដ ாய் ទៅប៉ុន្តែបើគាត់ជេរអញ្ចឹងហើយគាត់នៅតែមានចិត្តអាណិតអាសូរកូនទេក៏បីអើយកុំអាចធ្វើអីកូនបានឡើយគ្រាន់តែប៉ុណ្ណេះក៏បីនឹងវាទុនកងក់មកវិញទៅលែងដេញកូននឹងទៅបាននឹកឃើញថាអើមើលក៏ដែរសូម្បីគាត់ជេរគាត់ស្ដីក៏ចិត្តគាត់នៅចង់ឲ្យតែកូនសុខចម្រើនទៅដែរហើយអញ្ចឹងពេលមានភ័យអាសន្នគេបន់ដល់ទឹកដោះម្ដាយថ្លៃប៉ុន្តែមិនមែនទៅប្រចេះនិយាយឲ្យទៅជេរកូនទេណាតែត្រឡប់ទៅវិញជេរកូនសិតទៅអាចោក៏បីវត្តមេចោក៏បីវត្តអីវថាចេះពីណាមកថាលោកទេបង្រៀនវទៀតកនដល់អាត្មាទៀតអត់ទេគេមកជេរទេកាយទុច្ចរិតបច្ច័យទុច្ចរិតមនោទុច្ចរិតប្រព្រឹត្តទៅដើម្បីបាបប៉ុន្តែលើកឡើងមិននេះចង់ថាយើងកុំឲ្យពុកម៉ែជេរចង់ឲ្យពុកម៉ែឲ្យពរចូលឆ្នាំណាញោមណាចូលឆ្នាំទាំងភ្ជុំបិណ្ឌក្តីយើងត្រូវគិតព្រំគេថាចូលឆ្នាំកូនកបិលមហាព្រំគេមកទាំងហែក្បាលព្រំជាឪពុកគេព្រំដ៏សំខាន់បំផុតមេត្តាបិតានឹងហើយជាព្រំរបស់កូនណោះកូនកបិលមហាព្រំមាន7នាក់តំណាងថ្ងៃទាំង7សុកតាអាទិត្យច័ន្ទគេពុតប្រហោះនឹងហើយកូននឹងដាក់វេនគ្នាទៅកុំឲ្យភ្លេចឪពុកភ្លេចម្ដាយប្រហែលនិទានថាជាព្រំម៉េះកូនទេវតាទាំងអស់មានមកគោរពឪគេចុះខ្មែរយើងមានម៉ែមានឪទេមិនក៏មិនមកគោរពឲ្យម៉ែឪឲ្យពរអញ្ចឹងទៅអីចឹងមួយយ៉ាងស្មាលាទោសយើងទៅទៀតពីដើមមកធ្លាប់ធ្វើមុខកញ៉េកញ៉ក់ដាក់ម៉ែដាក់ឪអីក្រែងលោជាប់កម្មជាប់ពៀទៅអ្នកធ្លាប់ធ្វើកញើដាក់ម៉ែកើតឡើងមុខកញើទៅធ្វើមកចុះណាទៅចង់កញើប៉ុន្តែឯងដាំពូជកញើទុកកើតឡើងមុខឡើងកញើទៅជួនកាលទៅម៉ែស្ដីម៉ែនិយាយម៉ែថាខឹងម៉ែធ្វើមុខកលិកឡក់សម្លក់សម្លឹងដាក់គាត់ទៅចេះតែសម្លក់គាត់ដាំមកពូជនឹងទុកកម្មពៀជាប់ជាពាក់កើតមកភ្នែកនឹងដើរទៅត្បូងមើលទៅឲ្យលិចបាញ់មាន់ងាប់ទីដកដើមទ្រាំងាប់ឲ្យដើមម្ទេសដើរទៅក្បែរគេនិយាយជាមួយអ្នកកភ្នែកមើលទៅអ្នកខជើងកាមមិនទាន់និយាយផងគេវាយពីបេដៃតែសម្លក់អញទៅអីថាខ្ញុំមានសម្លក់ឲ្យណាភ្នែកខ្ញុំអញ្ចឹងស្រាប់ជើងកាត់ស្លាប់ធ្វើមាត់វិចដាក់ម៉ែកើតឡើងមាត់ចេះតែវិចទៅស្រុកគេមិនដឹងទៅធ្វើវិចដាក់គេវាយប្រមាណដៃមិនមកវាយខ្ញុំហើយធ្វើមាត់វិចដាក់អញទៅអីខ្ញុំមានធ្វើណាមាត់ខ្ញុំវិចអញ្ចឹងស្រាប់តាវាទៅចេះអាហ្នឹងកម្មខ្ញុំណាធ្លាប់ស្ដីឲ្យម៉ែថាឲ្យម៉ែប្រើមកឯងមិនបាច់ទៅវត្តទៅបន់អីទាំងណានៅមើលផ្ទះខ្ញុំមើលកូននៅខ្ញុំទៅស្ទុងញោមឲ្យកើតមកជាគោជាកបីជាតម្រៃជាសេះគេប្រើអូហាទេហើយចឹងហើយបើម៉ែឪមកជួយយើងស្រាប់យើងមិនប្រើគាត់ជួយចុះគាត់ចង់មើលកូនមើលចៅស្រេចទៅលើគាត់កុំតែយើងប្រើអីចឹងបានថាកាលកតញ្ញូកូនចៅជួបជុំបងប្អូនតាមកាលធ្វើបុណ្យដូចជាបុណ្យទាំងខេណានុពទានជាដើមអញ្ចឹងគេថានៃដែលធ្វើត្រឹមត្រូវតលប្រកបដោយអង្គ3និយាយជាភាសាខ្មែរទី1ម្ចាស់បុណ្យចូលប្រគេនទី2ម្ចាស់បុណ្យឧទ្ទិសទី3អ្នកស្លាប់មកទទួលហេតុអីបានជាមុននឹងវេឧទ្ទិសនឹងគេឲ្យសមាទានសិលហេតុអីបានជាសមាទានសិលឲ្យវេចាំបាច់ថាមកកលៈសុទ្ធតែមានអត្តន័យញោមចាំមើលណាដើម្បីឧទ្ទិសបានផលដល់អ្នកស្លាប់ទៅត្រូវឆ្លងកាត់ធម៌4ធម៌ទី1គេហៅថាទេសុចរតាធម៌ទី2គេហៅថាបរិខារាំងមានគ្រឿងបរិខាធម៌ទី3ឧទ្ទិសសៃមាំងធម៌ទី4បានប្រគេនផ្ទាល់ដៃមែនពោជនីយសម្បទាយៈទេតេអីចឹងទៅខុសសង្ឃានហ្នឹងទេតេឬសង្ឃាមេសុបតថេតានៃទី1សុចរិតគេថាធ្វើបុណ្យមុខស្រស់រស៊ីធូធ្វើបុណ្យមុខជូររស៊ីតឹងបើគេហៅចូលមកប្រគេនធ្វើបុណ្យឲ្យម៉ែឪឲ្យញ៉ាំឲ្យស្រស់ស្រាយងូតទឹកឲ្យស្អាតសិតសក់ឲ្យស្អាតគ្រូបូស្រីពាក់ឲ្យល្អមកចូលមកទឹកមុខឲ្យញ៉ាំស្រស់ស្រូវឲ្យស្រស់ស្រាយឲ្យគេហៅថាម្ចាស់បុណ្យភ្នែកខ្មៅញាតិញោមពុទ្ធបរិស័ទអាហ្នឹងសបាយចូលមកសមាទានសិលនឹងហើយគេហៅថាធ្វើកាយវិចារចិត្តឲ្យស្អាតធ្វើកាយងូតទឹកធ្វើខ្លួនឲ្យស្អាតមិនទៅប្រព្រឹត្តអំពើបាបវាចានាំគ្នាសមាទានសិលពោលពាក្យព្រោះជាទីស្រឡាញ់អាយចិត្តយើងនឹងទៀតមិនប្រព្រឹត្តទៅដើម្បីលោភលន់ដើម្បីព្យាបាទនឹងបានស្អាតកាយវិចារចិត្តបានគេឲ្យសមាទានសិលមុនប៉ុន្តែអាត្មាឃើញម្ចាស់បុណ្យកូនចៅខ្លះគ្មានសមាទានអីទេសោតសមាទានសិលតែយាយតាចាស់ពី3នាក់នឹងអត់ដែលបើអញ្ចឹងចាំបាច់សមាទានសិលនាំយូរធ្វើអីគេសមាទានសិលមុនវេគេឲ្យកូនចៅនឹងថាតាមនឹងឯងហើយស្រាប់តែកូនចៅមិនសមាទានសិលនឹងឲ្យដែលអត់ត្រូវទៅតាមទូនីតិនៃតេខេណានុបទានទេកូនខ្លះគេយល់ហេខ្ញុំមិនទាន់ថ្វាយខ្លួនផងសមាទានសិលធ្វើអីនាំមកដាច់វិញរឹតតែបាបវាអត់រឹតតែបាបទេក្រោយពីយើងសមាទានសិលភ្លាមនឹងយើងកំពុងតែស្អាតបរិសុទ្ធពេលនឹងយើងប្រគេនទៅបានបំច្រើនណាស់បានដល់ឪពុកដល់ម្ដាយម្យ៉ាងម្ដាយឪពុកយើងត្រេកអរថា
កូនមានសិលអញ្ចឹងគាត់ត្រេកអរបានណាហើយបើគាត់មិនត្រេកអរគាត់ឃើញថាមិនអាកូនអត់មានសិលមានទានគង់ឲ្យទៅនរកដដែលមិនបាច់ទៅត្រេកអរអាហ្នឹងគាត់មិនអាចទទួលបានទេម្យ៉ាងទៀតជីវិតយើងវាមិនទៀងក្រែងលោស្លាប់ថ្ងៃណាមួយទៅធ្វើម៉េចញោមគិតមើលស្លាប់អត់រើសកន្លែងទេម្នាក់ឯងក៏ចេះស្លាប់ថ្ងៃក៏ចេះស្លាប់យប់ក៏ចេះស្លាប់កដាលវាលក៏ចេះស្លាប់មកពនុកក៏លើគ្នាដូចកោះពេជ្រក៏ចេះស្លាប់ដែរអញ្ចឹងអត់មានទៀងទេរឿងស្លាប់រួចបើសិនជាអត់មានតន់មានសិលមានទាននៅខ្លួនផងស្លាប់ទៅទេញោមមិនដឹងកាលបានមកមនុស្សវិញទេតោះតែយើងមានបុណ្យមានទានសិលខ្លះហើយអ្នកខ្លះថាទេកាន់សិលបានមិនតិចមិនទួចយប់នឹងដាច់រិទ្ធបាបអត់ទេបាន1ម៉ោង2ម៉ោងគ្រាន់បើជាងអត់សោះនាយសំពៅទាំង700ទៅជួញតាមសំពៅទឹកលិចស្លាប់កដាលសមុទ្រទាំងអស់មុននឹងស្លាប់បានសមាទានសិលតែមិនតិចញោមមើលទៅកើតឋានសួគ៌ឲ្យព្រូងចោល500នាក់គេយកទៅសម្លាប់រៀបស្លាប់មកលៀនទៅឲ្យសិលបានតែមួយផ្លែតបានទៅកើតជាទេវតាឲ្យព្រូងទេវបុត្រខ្ញុំបម្រើអាណាថាបណ្ឌកសេដ្ឋីបានសមាទាននៅបោសតសិលមកកណាត់យប់ស្លាប់ទៅបានកើតក្នុងកំណត់ទេវតាទេវបុត្រដែរអីចឹងបាន1ម៉ោង2ម៉ោងគ្រាន់បើជាងអត់សោះទៅដោះស្រាយមួយយមរាជឲ្យស្រួលបន្តិចប្រយ័ត្នតែគេសួរយាយមកពីណាមកពីស្រែអូបានធ្វើទានធ្វើសិលអីនៅអត់ផងថាចាំរៀបកូនអស់ចាំចូលសិលឥឡូវរៀបមិនតាន់អស់ផងក៏ស្លាប់មកទៅពិនិត្យមើលបជីទៅអូនិយាយដើមគេច្រើនណាជាបចោគេនឹងក៏ច្រើនដែរបនដូចតិចដល់ជូនទៅដៅខាងនោះហើយតាយនេះមកពីណាថាមកពីកកោះបានធ្វើបនហើយនៅធ្វើសិលហើយនៅផងថាចាំរៀបកូនអស់ចាំចូលសិលថាឆ្នាំក្រោយកូនគេឡើងប្រាំងគេបានស្រែគេធ្វើបច្ច័យ4ជូន1ឥឡូវមិនតាន់ដល់ថ្ងៃបច្ច័យ4នឹងហ្មងស្លាប់មកទៅពិនិត្យមើលទៅអូធ្វើបាបច្រើនណាស់បានបនតិចពេកអញ្ចឹងជួយអត់តាន់បានដៃខាងនេះតែញោមមើលក៏ដែរហើយសួរទៅនេះមកពីណាដែរខ្ញុំមកពីមោងមកពីស្រែអូហើយបានធ្វើសិលធ្វើទានអីដែរខ្ញុំបានសមាទានសិល2ម៉ោងកាលបនឲ្យម៉ែខ្ញុំនឹងអាចារ្យហៅទៅសមាទានសិលគេសមាទានសិលបានមកកណាត់យប់ដល់យប់ទៅដាច់វិញដែរបាន2ម៉ោងគ្រាន់បើជាងអត់រុញមកខាងនេះអាចរួចខ្លួនដែរតាញោមអញ្ចឹង1ម៉ោង2ម៉ោងគ្រាន់បើជាងអត់ញោមសមាទាននៅនៃទី1ណាសមាទានសិលឯបន្ទាប់ពីសមាទានសិលនឹងមកទៀតកូនចៅគេពេលគេវេហ្នឹងកាលពីអតិពេសោស្វាខាតោគេសូត្រទាំងហែគ្នាស្មើគ្នាហើយដល់ទៅវេមិនក៏ម្នាក់ចេញថាឲ្យប្រមាណអ្នកថាតាមនឹងធ្វើអីគេថាឲ្យកូនចៅថាតាមពេលព្រោះអាចារ្យប្រែថាគ្រូហើយគ្រូហ្នឹងគាត់មកបង្រៀនកូនចៅហើយណាកូនចៅគេឲ្យទិសគេធ្វើឲ្យចេះគេលើកឲ្យចេះចាំថាតាមមកគេយើងថាតាមទៅប៉ុន្តែអត់ផងជួនកាលថាតែយាយតាប្រមាណអ្នកកូនចៅម្ចាស់ប៉ុនអត់មានថាផងមិនត្រឹមតែមិនថាទៅទៀតមិនដឹងនៅឯណាផងទៀតហ្នឹងអានឹងយ៉ាប់តែហ្មងដល់តែម៉ោងវេម៉ោងប្រគិនបាត់កូនបាត់ចៅប៉ុនហ្នឹងយ៉ាប់ពីព្រោះឲ្យចេះតែកេណានុប្រទានណាញោមជួយចាំទាំងអស់គ្នានៃសំខាន់បេះដូងរបស់ប៉ុនចំណុចខ្លឹមរបស់ប៉ុននៅត្រង់3ចំណុចទី1គឺម្ចាស់ប៉ុនចូលប្រគិនហ្នឹងហើយគេហៅថាពោជនីយសម្បទាយៈទី2គឺម្ចាស់បុណ្យឧទ្ទិសហ្នឹងហើយគេហៅថាទាយិកាហ្នឹងឧទ្ទិសសេននេះមិនមែនអាចារ្យអ្នកឧទ្ទិសទេបើអាចារ្យអ្នកឧទ្ទិសបល័យគេថាអាចារ្យាហ្នឹងឧទ្ទិសសេននេះហើយបើភិក្ខុសង្ឃអ្នកឧទ្ទិសគេថាភិក្ខុសង្ឃហ្នឹងឧទ្ទិសសេននេះប៉ុន្តែនេះមិនមែនអញ្ចឹងទេគេថាទាយិកាហ្នឹងឧទ្ទិសសេននេះអ្នកឲ្យនឹងឯងអ្នកឧទ្ទិសគឺម្ចាស់បុណ្យនេះអ្នកឧទ្ទិសហើយអញ្ចឹងបានន័យថាអាចារ្យអានឈ្មោះមកកណាត់ព្រឹកក៏អត់មានប្រយោជន៍ទេគ្រាន់តែជួយដាស់តឿនតែប៉ុណ្ណឹងទេប៉ុន្តែបើកូនចៅមិនឧទ្ទិសមិនបានទេអញ្ចឹងកម្រួតតាទួតយីទួតតាលាយាយគ្នាដែលយើងស្គាល់ហ្នឹងឲ្យហៅគ្នាប្រមូលគ្នាមកទទួលមកអាហ្នឹងបានដល់គាត់ហើយញោមណាហើយអញ្ចឹងនៃទី2អ្នកនឹងឧទ្ទិសនៃទី3បានអ្នកស្លាប់នឹងមកទទួលត្រេកអរហើយយើងគិតមើលណាញោមបណ្ណារវល់ក៏រវល់ចោះលេអាម៉េចប៉ុណ្ណឹងក៏មកឲ្យរវល់ប្រយ័ត្នទៅដល់ម៉ោងប្រគិនម៉ោងឧទ្ទិសនឹងអត់ឃើញអានឹងយ៉ាប់ហើយប៉ុននឹងសួរថាបានដែរបានអាម៉េចបានតែអ្នកធ្វើទេអ្នកស្លាប់អត់អាចទទួលបានទេបើយើងមិនបានឧទ្ទិសនោះបានតែអ្នកធ្វើនឹងឯងអ្នកស្លាប់អត់បានទេអីចឹងអាណិតលោកអាចារ្យឲ្យដល់ម៉ោងវេម៉ោងឧទ្ទិសហៅឯណាម្ចាស់ប៉ុននៅឯណាកូនចៅមកបានមួយងាកក្រោយមិនទុះពីណាមកទៀតខ្ញុំទៅហៅចេញទៅវឹងបាន2បាត់អាអ្នកដើមនឹងទៅទៀតហើយទៅហៅមកទៀតហៅចុះហៅឡើងមើលនាឡិកាកាន់តែខោចម៉ោងទៅ1បាត់2ទៅ2បាត់1មកលើក្រោយមុខរៀងក្រហមទីមកស្ដីឲ្យអាចារ្យហ្មងហីឯងថារមកជាមុខជាមាត់នាំគ្នាវេទៅប្រគិនទៅទិសទៅភ្ញៀវមកក៏ក្រឹកអីនោះខ្ញុំឯនោះការងារខ្ញុំមកកណោឯនោះហើយប៉ុណ្ណឹងអ្នកឲ្យធ្វើមិនកើតអីហៅយកមកជាមុខជាការចាំតែខ្ញុំធ្វើទៅប្រគិនទៅវាចឹងទៅវិញមានអីអាចារ្យធ្វើចេះតែបានហើយគ្រាន់អាចារ្យស្ពីប៉ុននៅផ្ទះអត់ខ្លួនឯងទៅគេលោកអាចារ្យយកប៉ុនអស់អញ្ចឹងគាត់ធ្វើចេះតែបានហើយប៉ុន្តែក្រែងមិនបានដល់ឪពុកដល់ម្ដាយយើងបានគាត់ចេះតែហៅមកហ្នឹងពីព្រោះគាត់ដឹងថាឲ្យយើងចូលប្រគិនអញ្ចឹងសរុបលទ្ធផលរបុលប៉ុណ្ណាដោយសុំច្បាប់គេ10នាទីមកឬ5-10នាទីតែមួយផ្លែតគ្រាន់តែមកវេប្រគិនឧទ្ទិសអីនឹងចប់សពគ្រប់ទៅចោះហើយប្រគិនភ្លាមក៏មកចេញផ្លែត
មានអ្នកខ្លះប្រគេនភ្លាមអង្គុយមិនតាន់សុបផងជាហិតជាហមចេញទៅវិញបាត់ហើយព្រោះគេពិបាកហៅហើយចេះដូចជាញាតញោមម្ដាយនៅបាត់ដបងញោមផ្ញើផ្លែឈើមកស្បោងតាមឡាននោះក្បែរវត្តកកោះបកដៃឡានក្រុងដាក់ឲ្យឈប់ពឹបដាក់ផ្លែឈើចូលឡានទៅឲ្យម៉ែខ្ញុំឡានបើកទៅដល់បាត់ដបងដឹងម៉ែនៅណាដឹងឡានដឹងម៉ែនឹងឈ្មោះអីនឹងនៅផ្ទះលេខប្រមាណអញ្ចឹងគេយកទៅឲ្យណាមិនគេមិនដឹងមិនគេហៅខ្ទេចអញ្ចឹងយើងអញ្ចឹងដែរចូលមកប្រគេនពឹបមិនដឹងទៅបញ្ជូនទៅពីណាលោកឆានអស់ទៅមិនដឹងឲ្យទៅពីណាអញ្ចឹងតោះតែយើងនៅផ្ដាំងខ្សឹកសៀវសិនអ្នកបនធ្វើនឹងសូមមកទិសដល់យាយនេះតានេះឈ្មោះអីចេះអានឹងបានគេដឹងថាបននឹងគេធ្វើទៅឲ្យយាយនេះតានេះដូចយើងផ្ញើរបស់អញ្ចឹងអ្នកខ្ញុំដាក់ទៅនឹងឲ្យម៉ែខ្ញុំឈ្មោះនេះនៅផ្ទះលេខប៉ុណ្ណេះអានឹងបានគេរកឃើញអញ្ចឹងបានន័យថាប្រគេនហើយកុំអាលដាក់ផ្ញើឲ្យយើងប្រាប់អាស័យដ្ឋានសិនបានន័យថាយើងនៅឧទ្ទិសឲ្យចំឈ្មោះគាត់អីស្រួលបួលសិនទៅចាំចាញ់មិនអញ្ចឹងឯងញោមណាអញ្ចឹងនឹងនៃទី2សមាណែធម៌ទី3យើងនាំគ្នាធ្វើកាយវិចារចិត្តឲ្យវេថាតាមលោកអាចារ្យអញ្ចឹងនឹងធ្វើកាយអសុចរិតហើយបានមានគ្រឿងបរិក្ខារនៅក្នុងដៃទី2ឯទី3តាំងចិត្តផ្គងចំពោះមេត្តាបិតាទី4យើងបានប្រគេនផ្ទាល់ដៃបានមែនបានឧទ្ទិសទៅបានអញ្ចឹងលបុលបណ្ណាគួរអនុគ្រោះមកមួយផ្លែតអ្នកធ្វើបន់មិនឧទ្ទិសអញ្ចឹងមានហើយពីជំនាន់ព្រះនោះញាតិរបស់ពំពិសាធ្វើបន់ញោមកាលនោះមកយំរឿងប្រែតជុំបិណ្ឌមកយំទៅស្វេចទៅស្វោចពេញតក្រុងរាជក្រឹសជុំវិញវាំងពំពិសាឆ្ងល់ណាស់ស្អីចេះព្រលឹមឡើងទៅសួរព្រះអង្គថាញាតិរបស់ព្រះអង្គមករកចំណីអាហារឲ្យព្រះអង្គជួយផងធ្វើបន់ឲ្យគ្នាអត់ចំណីអាហារប្រមាណចំនួនប្រពុតហើយពំពិសាធ្វើបន់ដែរអាងតែខ្លួនឯងស្ដាច់បាច់ចាំគោរពបាច់ចាំចូលប្រគេនចូលវេទិសអីទេចិត្តតែធ្វើទៅស្រាប់តែយប់ឡើងប្រែតមកយំទៀតអាដែលទៅសួរព្រះទៀតព្រះអង្គឲ្យធ្វើបន់អស់មកកណោហើយមិនក៏នៅតែយំបានលោកប្រាប់ថាមហារាជធ្វើមែនបន់ហ្នឹងប៉ុន្តែមហារាជមិនបានឧទ្ទិសឯណាមិនបានចូលប្រគេនផ្ទាល់ឯណាអញ្ចឹងកំណើតគ្នាជាប្រៈតតតោមិនអាចទទួលផលឧទ្ទិសមិនអាចទទួលផលយកស្រាប់បានទេតលឧទ្ទិសហើយអញ្ចឹងតតែធ្វើម្ដងទៀតឧទ្ទិសណាខ្ញុំណាអញ្ចឹងកំណើតជាប្រៈតតតោបជីវីតតែយើងឧទ្ទិសទាំងអស់គ្នាបានអានឹងអាត្មាតម្ដែងប្រាប់ពីនៃតេខេណានុបទាននឹងអញ្ចឹងបើមិនឧទ្ទិសមិនបានទេមានក្នុងកពីផ្ដាំផ្ញើច្រើនណាស់ដាក់មកអញ្ចឹងអ្នកខ្លះឃើញប្រែតមកបង្ហាញហុចឲ្យទៅហុចបាយទៅគ្នាចាប់យកទៅជារបស់ក្តៅទៅជារបស់ឆេះយកអត់បានទេបានឲ្យយើងចូលមកឧទ្ទិសជូនដល់ឪពុកម្ដាយយើងអានឹងទៅបានផលប្រយោជន៍ទៅគាត់វាមានរឿងរ៉ាវជនជាតិចិនអាត្មាដែលនិទានជូនញាតិញោមឯមុនណាប៉ុន្តែគាត់នៅបញ្ជាក់បន្ថែមទៀតពីព្រោះអត្ថន័យនឹងល្អហើយងាយស្ដាប់យល់ដល់ក្មេងជនជាតិចិនថកែនោះមិនស្លាប់ចោលទៅដល់ស្លាប់ទៅវាចោលទ្រព្យសម្បត្តិអស់កូនបានឡើងធ្វើថកែនោះបានឡើងធ្វើថកែទៅនឹកឃើញឪពុកនោះមកបញ្យល់សពថាកូនអើយកូនតាំងពីឪស្លាប់មកមិនដែលបានចំណីអាហារមួយម៉ាត់ទេឪឃ្លានណាកូនអើយជួយឪផងកូននេះភ្ញាក់ឡើងដាំស្លោយទៅចាក់ពេញភ្នោឪឯងហូបឯណាណីហូបឯណាណីដាក់ជុំវិញភ្នោយប់មកបញ្យល់សពទៀតកូនអើយយកអត់បានទេឪឃ្លានណាហូបអត់បានសោះឲ្យចូលគាត់កំណើតជាប្រៈតតតោមកកាន់អបាយនឹងឆេះកាន់អបាយនឹងក្តៅយកអត់បានមកបញ្យល់សពទៀតកូនអើយឪឃ្លានព្រឹកឡើងកូននឹងដាក់ទាំងលៃទាំងឆ្នាំងទៀតនៅតែយប់ឡើងមកបញ្យល់សពថាអត់បានដាក់រាល់ថ្ងៃឡើងប្អូនពេញភ្នោនៅតែឪពុកមកបញ្យល់សពថាមិនបានរហូតមិនដឹងធ្វើម៉េចឲ្យបានថ្ងៃនេះបានបាយមួយចានប្រើអ្នកបម្រើអាបាវយកបាយទៅឲ្យឪយើងអ្នកបម្រើកាន់បាយនោះដើរតកលឹកទៅស្រាប់តែមេឃវាភ្លៀងកឹកទាំងព្រឹកទៅច្រងសាលាឈរទៀនមួយចៃដនទៅទៀតសាលាឈរទៀននឹងឯងមានលោកមួយអង្គនិមន្តបិណ្ឌបាតនឹងលោកអង្គណាទេមិនមែនអាត្មាទេញោមមុនទៅដល់ចូលទៅច្រកកន្លែងនឹងដែរមេឃវាភ្លៀងអាមេឃនឹងមិនដឹងជាស៊ីសនុកខាងណាមិនខ្ចីរាំងភ្លៀងឲ្យទល់ឲ្យត្រង់ហើយគាត់នឹងមើលមេឃមើលផ្លូវទៅងាប់ឲ្យផ្លូវភក់លបាប់យ៉ាងនេះទៅហើយឯងទៅមុខកុំរួចទៅក្រោយកុំរួចបាយក៏តិចដែរមើលទៅបញ្ញាទៅធ្វើការផ្ទះផងទៅមិនដល់ភ្នោទេបាយតិចដាក់ចង្ហាន់លោកឥឡូវលើគេថាដាក់ចង្ហាន់លោកចឹងបានអ្នកស្លាប់ដែរបញ្ញាធ្វើការងារផ្ទះមិនទៅដាក់បាយតិចដាក់គេមិនឃើញទេគេមិនដឹងទេដាក់កងអើយកងទៅមិនដល់ភ្នោទេកងឯងមកទទួលគេថាបានប៉ុនដែរដាក់ចង្ហាន់លោកកងឯងទទួលយកចុះដាក់ចង្ហាន់លោកតែហ្មងទៅត្រឡប់ទៅផ្ទះធ្វើការធម្មតាយប់នឹងកូនយល់សពនឹងយល់សពថាម៉េចទេព្រលឹមឡើងឲ្យគេហៅអាបាវមកជួបជាបន្ទាន់អាបាវបុកពោះផឹបណាគេទៅប្រកែលោមើលមកចាក់ចុចថកែគេឲ្យឯងយកបាយទៅឲ្យឪគេឯងទៅដាក់ចង្ហាន់លោកប្រកាសជារឿងហ្នឹងហើយចូលទៅលោកនាយមានប្រសាសហៅខ្ញុំមានការអីទៀតមើលយើងសួរអាបាវមិនសិនមិនយកបាយយើងទៅធ្វើម៉េចបុកពោះផឹបថារឿងបាយមែនឆ្ងល់ណាស់ណាគេមកចាក់ចុចបាននិយាយប្រាប់ថាលោកនាយឲ្យខ្ញុំព្រះអង្គខ្ញុំមិនមានចេតនាចង់ប្រឆាំងលោកនាយទេប៉ុន្តែបាយវាតិច
ហើយថ្ងៃវាខ្ពស់ខ្ញុំបញ្ញាមកធ្វើការផ្ទះខ្ញុំដាក់ចង្ហាន់លោកទៅលើគេថាដាក់ចឹងបានដែរសូមលោកអ្នកអភ័យទោសខ្ញុំផងបានថាកែនឹងសោយថាបាវយើងអរគុណណាស់ឯងដឹងទេរាល់ដងណាឪពុកយើងមកបញ្យល់សពថាឃ្លានណាស់មិនបានហូបទេកូនប៉ុន្តែយប់មិញនេះមកបញ្យល់សពថាបានហើយកូនឪបានឆ្អែតស្កប់ស្កល់ឪលែងខ្វះឪលែងកន្លះឪទទួលបានផលហើយឪអរគុណណាស់កូនឪសោយសម្បត្តិទឹកហើយបានយើងមកឆ្ងល់នេះបាយមួយចានសោះឯងយកទៅធ្វើម៉េចក៏ឪយើងឆ្អែតយ៉ាងហ្នឹងហើយអាងកាលមុនទាំងឆ្នាំមិនក៏មិនឆ្អែតបានដឹងថាអូណែឯងបានដាក់តាមប្រសងឲ្យអត់ទិសទៅអញ្ចឹងសោះហើយអញ្ចឹងបានជាចាប់ពីពេលហ្នឹងមកអ្នកកាន់ពុទ្ធសាសនាទាំងជនជាតិខ្មែរទាំងជនជាតិចិនទាំងជនជាតិវៀតណាមកម្ពុជាក្រមកម្ពុជាកដាលអីក៏ដោយតែងតែនាំគ្នាជាប់ទំនៀមទម្លាប់ខាងសែនព្រិនចិនឆៅចិននេះសែនព្រិននេះក៏សែនទៅចោះតាមទំនៀមទម្លាប់ប៉ុន្តែអ្នកកាន់ពុទ្ធសាសនាសែនព្រិនក៏សែនផងហើយនាំគ្នាដាក់ផលឧទ្ទិសវេប្រគេនប្រសងបាំងស្គលនេះមកបែបទៀតឲ្យគាត់ទទួលបានខាងណាក៏បានទៅបើគាត់មកហូបអាសំណែននឹងបានក៏ហូបទៅបើគាត់ហូបមិនបានទេនៅមានមកបែបទៀតដែលយើងដាក់ឲ្យបាំងស្គលឧទ្ទិសនេះទៀតណាញោមគាត់ដែរអញ្ចឹងបានវាជាប់ទល់ថ្ងៃហ្នឹងអញ្ចឹងទៅហើយមួយយ៉ាងទៀតណាក្មេងខ្មាំងក៏ប្រហែសអាត្មាឃើញក្មេងខ្លះប្រហែសណាស់ធរអាមកស្ដាប់ឃើញតែយាយតាចាស់ក្មេងមិនបានមកស្ដាប់ទេសពថ្ងៃសាសនាដទៃគេតាក់យកតែក្មេងទៅទៀតគេដឹងថាតាក់ចាស់មិនបានទេបើអញ្ចឹងគេយកក្មេងអស់គេអាងថាបន្តិចទៀតទៅចាស់ស្លាប់អស់ទៅនៅតែក្មេងទៅរបស់គេហើយយាយខ្លះអណាបានកូនទៅចូលគេនឹងគេឲ្យលុយគេឲ្យកាក់គេឲ្យរៀនអត់ឲ្យបងថ្លៃគេឲ្យបាយទឹកទៀតត្រេកអរណាស់មិនទាន់ដឹងខ្លួនតែខ្លួនស្លាប់ទៅលោតែកើតជាប្រែតស្បត់បើកូននឹងធ្វើបន់ឲ្យអត់ទេលោតែកើតជាប្រែតជាប់ហើយកូននឹងគេទៅចូលលទ្ធិគេមិនបានធ្វើបន់ឲ្យម៉ែឲ្យយើងទេបើអញ្ចឹងយើងមិនអត់មកយកទៅហើយអញ្ចឹងគួរតែដាស់តឿនកូនចៅឲ្យចេះស្ដាប់ធម៌ពីក្មេងប៉ុន្តែមានកូនចៅខ្លះចេះរឹងរូសសំបីពីដើមក៏មានដែរយាយតាថ្ងៃឧបោសថគាត់ទៅវត្តគាត់ឃើញក្មេងដើមមកគាត់ហៅនាងម្នាក់ឈ្មោះនាងសេរីនីថាណែនាងអេចូលមកណែមកធ្វើភេទជ្ជៈប្រគេនប្រសងចូលឧបោសថបានបុណ្យណានាងនោះថាទេខ្ញុំមិនជឿទេយាយឯងអស់នឹងសិតតែមនុស្សចាស់កំរិលវាគ្មានបុណ្យគ្មានអីជាមួយលោកសាមណៈតងោលនឹងទេវាគ្មានរੂគ្មានប្រែតទេបណ្ដាយទេហួសសម័យជឿហើយគេថាចេះយាយអស់នឹងឆោតណាយាយនឹងងាកមើលមុខគ្នាហេតុតែគ្នាក្មេងមិនបានអប់រំចិត្តមិនបានស្ដាប់ធម៌វាអញ្ចឹងសិតតែឯងនឹងឆ្លាតជាងចាស់ចេះជាងចាស់រហូតអារូបមន្តរូបវិជាគណិតវិជាសពថ្ងៃសិតតែចាស់ពីដើមអ្នកបកកើតសោះហ្នឹងឯងនាំគ្នារៀនទៅរបស់ចាស់រៀនមិនទាំងអស់ផងហ្នឹងសិតតែចាស់នឹងដល់ឯងនាងនឹងត្រឡប់ទៅផ្ទះបានប្រហែលថ្ងៃវាចៃដនខ្យល់កស្លាប់ណែស្លាប់ទាំងក្មេងមួយហើយចោលម៉ែបាត់ហេតុតែខ្លួនអត់មានបន់ទៅឯណាទៅកើតជាប្រែតនៅកដាលព្រៃកន្លែងគេចោលខ្មោចនៅនឹង 3-4 ឆ្នាំម្ដាយនៅតែមានម៉ាយមានព្រៅតែម្នាក់ឯងនាងនឹងដើរលិតខ្ទុះលិតឈាមកម្រងសាកសពម៉ូតឌីមួអត់មានសម្លៀកបំពាក់ទេទាញសក់យកមកគ្របជុំវិញខ្លួនភ្នែកលៀនផ្លែដូចភ្នែកក្តាមសក់សមេមសមាដោយឬអាស័យឆ្អឹងញនីកលៈដោយកងទូកខ្វែតសៃលប៊ីលប៊ីមលគិញលគៀមភ្នែកលៀនចេញក្រៅដោយភ្នែកក្តាមគួរឲ្យខ្លាចណាញោមណាអូយពុទ្ធបរិស័ទដើរលិតខ្ទុះឈាមកម្រងសាកសពបើសិនជានិមិត្តឲ្យយើងឃើញអាក្រក់ណាស់នៅ 3-4 ឆ្នាំស្រាប់តាខាងស្រុកនាងគេបរទេសដើររកស៊ីលក់ដូរហ្នឹងពីដើមមិនទាន់មានឡានរកស៊ីចុះរកស៊ីឡើងទៅឈប់សំចតអាទេសនៅក្បែរព្រៃហ្នឹងដើម្បីដោះគោដោះក្របីសម្រាកនៅតំណឹងស្រាប់តែដាំបាយហូបទៅប្រលប់ដូចចឹងដល់ម៉ោងប្រែតនឹងបញ្ចេញដើររកស៊ីមកដល់ក៏លេចឃើញតានេះស្គាល់តានេះនៅស្រុកជាមួយឯងកាលមុនអូគាត់អត់ឃើញឯងឃើញគាត់អញ្ចឹងនិមិត្តឲ្យឃើញសិននិមិត្តឲ្យតានឹងឃើញរូបសិនដល់តែឃើញភ្ញាក់ឲ្យកញ្ញាងយីស្អីក៏អាក្រក់ម្លេះណាឯងខ្មោចព្រាយបិសាចចង់លងប្រឡាចថាអត់ទេខ្ញុំនឹងជាប្រែតខ្ញុំពីដើមឈ្មោះសេរនីនៅស្រុកភូមិជាមួយតាដែរនោះមានចាំទេក្រោយពីខ្ញុំស្លាប់មកខ្ញុំមកកើតជាកំណើតប្រែតអត់ចំណីអាហារលំបាកវេទនាណាបានតានឹកឃើញថាអូចៅសេរនីស្លាប់មក 3-4 ឆ្នាំហើយចៅឯងបានអីហូបរស់នៅណាបាននាងនឹងប្រាប់ពីដំណើរទំនងរបស់ខ្លួនថាខ្ញុំនឹងបានលិតខ្ទុះលិតឈាមកម្រងសាកសពម៉ូតលីមួរបស់ណាល្អទៅកាន់ទៅជាភ្លើងឆេះទៅជារបស់ក្តៅទៅជាម៉ូតលីមួទៅជាខ្ទុះឈាមហើយលោកតាមិនឲ្យម្ដាយខ្ញុំសុខសប្បាយទេថានាងឲ្យម្ដាយនាងសុខសប្បាយទេនាងស្លាប់មកចោលម្ដាយនៅមេម៉ាយតែម្នាក់ឯងឥឡូវគាត់ចាស់ជារៀនណាស់ហើយលោកតាខ្ញុំផ្ដាំទៅផងខ្ញុំមិនអាចតន់ទៅបានខ្ញុំមានកម្មពៀធនណាស់សូមឲ្យលោកតាប្រាប់ម៉ែខ្ញុំផងថាខ្ញុំកប់មាស4សែនកហបណៈក្រមក្រែកន្លែងខ្ញុំដេកឲ្យគាត់កោះមាសនោះមកបែងជា2មួយចំណែកធ្វើបន់នៅខ្ញុំផងហើយមួយចំណែកទុកឲ្យគាត់ចាយវាយទៅដល់ចឹងទៅគ្រាន់តែប៉ុណ្ណេះបាត់រូបនឹងទៅវិញទៅតានឹងក៏សម្រាកនឹងជាប់ទៅបរទេសព្រលឹមឡើងចេះតែចេញដើររកស៊ីលក់ដូរហោហែមកដល់មុខផ្ទះនាងនឹងសុលអាទេសឈប់រត់វឹងទៅប្រាប់យាយនឹង
យាយឲ្យយាយខ្ញុំជួបកូនយាយឯងមកបង្ហាញខ្លួនយាយនោះលឺតែកូនខ្ញុំមកបង្ហាញថាម៉េចថាយាយឲ្យគ្នានឹងស្លាប់ទៅអត់ទាន់បានកើតជាមនុស្សជាអីទេនាងនៅជាប្រែតឡើយទេអត់ចំណីអាហារលិតខ្ទុះឈាមកំរងសាកសពបុនលាមកសពយ៉ាងហើយផ្ដាំមកថាយាយនឹងអាណិតនាងផងធ្វើបុណ្យឲ្យនាងផងនាងរងចាំមកទទួលទេប៉ុន្តែអត់មានមានណាធ្វើបុណ្យឲ្យយាយកោះទៅថានាងកប់មាស4សែនកហបណៈក្រមក្រែកន្លែងនាងដេកកោះមកបែងជាពីរណាមកចំណែកធ្វើបុណ្យឲ្យនាងមកចំណែកយាយទុកចាយខ្លួនឯងទៅយាយនឹងលឺអញ្ចឹងទាញជាប់ជីកចនិចនឹងយកមកជីកកាយបានមាសនឹងមែនញោមហើយតាមបណ្ដាំកូនក៏ធ្វើបុណ្យតេកិណានុបទានកូនឲ្យកូនឯងមកទទួលផលបុណ្យចោះម៉ែធ្វើបុណ្យឲ្យកូននឹងបានទទួលផលបុណ្យពីម្ដាយនឹងមែនញោមបានរឹតដូចទេវតាបនហើយមួយថ្ងៃពីរហោះមកចូលក្នុងផ្ទះមកត្មងមកឃើញភ្លើងឡើងខៀវចូលផ្ទះយាយនឹងភ្ញាក់ព្រឺតភ្លើងដូចផ្កាយព្រឹកអាភ្លើងខៀវនឹងប្រែកាឡាជាស្រីទេពអប្សរលើកដៃសាពះដោយទឹកមុខញញឹមប្រប្រំប្រប្រៃថាម៉ែខ្ញុំលើកដៃសាពះម៉ែខ្ញុំសេរីនីកូនស្រីម៉ែណាហ៊ីយាយសេរីនីកូនម៉ែខ្ញុំពីមុនខ្ញុំមិនជឿបនមិនជឿទៀនសិលជេបន្ទុចបង្អាប់ណែបង្អាប់បតោះដល់យាយតាទៀតខ្ញុំនឹងកើតទៅជាប្រែតអត់ចំណីអាហារលំបាកណាស់ប៉ុន្តែពេលនេះកូនបានរួចពីកំណើតប្រែតមកដោយសារតែផលបនម៉ែធ្វើទិសមកឲ្យខ្ញុំចឹងខ្ញុំមកនេះបានរួចចាក់ពីកំណើតប្រែតហើយបានសម្បត្តិទឹកដូចជាទេវតាហើយម៉ែឯងឃើញទេមកថ្វាយបង្គំលាម៉ែទៅសោយសម្បត្តិទឹកហើយម៉ែឯងខំធ្វើបុណ្យណាម៉ែណានរកប្រែតពិតជាមានពិតប្រកបកូនជាអ្នកទៅកើតផ្ទាល់ក៏បានលាម៉ែនឹងទៅសោយសម្បត្តិទឹកម៉ែនឹងក៏ខំធ្វើបុណ្យទល់ចាស់ទៅបានសម្រេចទៅតាមការប្រាថ្នារបស់គាត់ទៅញោមឃើញទេនឹងហេតុផលបង្ហាញប៉ុណ្ណឹងកុំអាងតែខ្លួននៅក្មេងមិនតាន់ចាស់នេះណាស្លាប់ទៅបានម៉ែនៅរស់ធ្វើបន់ឲ្យគេលើតែម៉ែបានធ្វើឲ្យមិនដឹងប្រហែលឆ្នាំបានមកមនុស្សទៀតទេហើយចឹងជាការសន្សំបន់ទុកខ្លួនយើងនឹងមួយយ៉ាងដែរយើងក៏មិនដឹងស្លាប់ថ្ងៃណាដែរញោមណាដោយអនន្តសែថីកើតមកជាអ្នកសុំទានទៅសុំដល់អាទ្របខ្លួនកូនគេវាយអស់បោះចោលទៀតមកពីអីថាមកពីខ្លួនឯងនៅរស់មិនបានជឿសាសនាមិនបានធ្វើបន់គេបានវាកើតទៅអ្នកសុំទានវិញណោះហើយចឹងអ្នកមានក្នុងសពថ្ងៃនឹងក៏ដោយតែកំពុងតែដាំពូជក្រទុកអានឹងជាតិក្រោយអ្នកក្រហើយមានឲ្យលហឹកមិនដែលចេះធ្វើបន់ធ្វើទានមិនដែលចេះគោរពម៉ែគោរពឪគោរពចាស់ទុំអីអានឹងកំពុងតែដាំពូជក្រទុកឯអ្នកក្រមិនមកជួយចាត់ចែងជួយលីស្តែងជួយខ្នះខ្នែងក្នុងបន់ទានសាងពូជមានទុកសម្រាប់អនាគតទៅដែរសេដ្ឋីមួយទៀតនោះកើតទៅជាកូនឆ្កែនៅក្រោមផ្ទះខ្លួនផងណាញោមដោយសារអីដោយសារតែបានធ្វើបន់ទុកចិត្តនឹងសេដ្ឋីចិត្តក្រោយកូនឆ្កែមានខ្លះទៀតចិត្តនឹងជាមនុស្សជាតិក្រោយជាប្រែតមានសេដ្ឋីមួយទៀតនោះចិត្តនឹងជាមនុស្សជាតិក្រោយជាពស់ថ្លាន់មានសេដ្ឋីមួយទៀតចិត្តនឹងជាមនុស្សជាតិក្រោយជាកណ្ដុរមកពីអីថាមកពីមិនបានជឿសាសនាមិនបានធ្វើពូជល្អទុកស្លាប់ទៅអត់បន់ហើយចឹងទ្រព្យសម្បត្តិមានមែនក៏ប៉ុន្តែមិនបានកើតជាមនុស្សទេហើយចឹងយើងធ្វើបន់ឯហ្នឹងមានន័យទាំងពីរទី1ឧទ្ទិសជូនអ្នកស្លាប់ទៅទី2សន្សំផលបន់យកខ្លួនយើងដែរហើយចឹងបព្វការីជនខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួរដែលស្លាប់ទៅនោះសូមឲ្យមកទទួលកុសលផលបន់ទាំងអស់គ្នាជាពិសេសឧបាសកហុំធីឧបាសិកាវងពុយនិងជីដូនជីតាញាតិកាទាំង7សន្តានទៅនៅទីណាឲ្យមកទទួលកុសលផលបន់នេះសោយសម្បត្តិទឹកតាមការប្រាថ្នាបព្វការីជនរបស់ខេមរៈជនខ្មែរវរៈក្សត្រវរៈក្សត្រិយានីយុវជនយុវតីយុវនារីកងកម្លាំងស្នេហាជាតិដែលបានបូជាពលីជីវិតបបផែតការពារជាតិសាសនានោះសូមឲ្យមកទទួលកុសលផលបុណ្យក្នុងទីនេះដែរសម្ដេចប្រសង្ឃរាជបច្ចាអធិការគ្រប់វត្តអារាមព្រមទាំងលោកអាចារ្យគណៈកម្មការអ្នកប្រាជ្ញគ្រប់ចំនួនដែលបានបូជាពលីជីវិតដោយបបផែតការពារជាតិសាសនាវប្បធម៌ខ្មែរហើយសូមឲ្យព្រះអង្គម្ចាស់ទាំងអស់បានទទួលកុសលផលបុណ្យសោយសម្បត្តិទៅតាមការប្រាថ្នាដែរញាតិញោមជាជនជាតិខ្មែរទូទៅស្លូតត្រង់ដែលបានស្លាប់ដោយសង្គ្រាមក្តីស្លាប់នៅកោះពេជ្រថ្មីនេះក្តីក៏សូមឲ្យរួចចាក់ទុកទោសបានសម្បត្តិទឹកក្នុងអត្ថមនុញ្ញផលតាមការប្រាថ្នារៀងខ្លួននាយទាហានដែលបានឈរជើងតាមបន្ទាត់ព្រំដែនបានពលីជីវិតទៅហើយនោះក៏សូមឲ្យបានទទួលកុសលផលបុណ្យហើយបានសោយសម្បត្តិទឹកក្នុងសុគតិឯនាយទាហានដែលរស់រានមានជីវិតនៅសូមឲ្យទេវតាជួយថែរក្សាការពារបង្កើននៅរិទ្ធបារមីឲ្យមានកម្លាំងដេកជះខ្លាំងក្លាការពារមាតុភូមិកម្ពុជាឲ្យថិតថេរជេរកាលតទៅសមរភូមិខាងក្រោយសមរភូមិខាងក្នុងឋានៈដឹកនាំគ្រប់ក្រសួងគ្រប់ស្ថាប័នសូមឲ្យសម្រេចកិច្ចការងាររបស់ខ្លួនទាំងអស់ជនជាតិខ្មែរដែលទៅនៅសហរដ្ឋអាមេរិកដែលបានតស៊ូខិតខំរកទ្រព្យសម្បត្តិចិញ្ចឹមមាត់ខ្លួនឯងផងចិញ្ចឹមកូនក្រុមគ្រួសារផងហើយបែងចែករំលែកជួយឧបត្ថម្ភដល់អ្នកក្រីក្រកសាងសមិទ្ធិសាលារៀនស្ពានថ្នល់ក្នុងប្រទេសកម្ពុជាអ្នកខ្លះកសាងវត្តអារាមអ្នកខ្លះកសាងកុដិដូចជាកសាងជាមួយអាត្មានៅក្នុងទីនេះសោតមានញាតិញោមពុទ្ធបរិស័ទដែលបានជួយឧបត្ថ
ធម្មអាត្មានោះច្រើនមានឧបត្ថម្ភក្នុងការកសាងកត់ផងឧបត្ថម្ភជាបច្ច័យ4ផងឧបត្ថម្ភជាចង្ហាន់វ៉ាន់ជន់ផងជាពិសេសមានលោកម៉ូតឈឿតនិងញោមម៉ូតឈឿតនិងញោមសៅហនបានបវរណាបច្ច័យ4ថ្ងៃមុននោះក៏មានថ្ងៃនេះក៏មានបវរណាបច្ច័យ4ចំនួន$50បូជាធម៌ទេសនា$25លោកយ៉នឆិតនិងមាសឈៀងព្រមទាំងកូនចៅបូជាបទទេសនា$30យុវជនយ៉នរ៉ាវ៉ែន$10លោកអ៊ូមៀកនិងឡុងនិងកាំងឡុងប៊ុនវីចំនួន$30លោកប៉ាសន្តរានិងរតមុំរតសម្បត្តិរតសម្បូរបូជាបទទេសនាគ្រប់ទីកន្លែងទាំងអស់ទៅតាមរយៈអាត្មានឹងក្នុងទីនេះ$20ទៀតលោកសុកមាននិងអ្នកស្រីលាសៀនចំនួន$15អ្នកស្រីសង់ទុំចំនួន$10លោកវិនសារ៉ាន់និងអ្នកស្រីចាន់សៀន$មិនតែប៉ុណ្ណោះទៀតសោតញោមញាតិទាំងអស់គ្នានេះក៏បានជួយឧបត្ថម្ភក្នុងការកសាងកុដិខ្ញុំបករណាអាត្មាភាពដែលនៅឯទីក្រុងភ្នំពេញកុដិលេខ23វត្តបទុមវតីដែលកំពុងតែសាងសង់នេះហើយកាលពីថ្ងៃមុនក្រុមគាត់នឹងមានមាសឈៀងមានអ៊ូមៀកកាំងឡុងប៊ុនវីជាដើមនេះបានបវរណាប្រគុណម្ចាស់ស្មូតដោកដុំនោះចំនួន$100បវរណាប្រគុណកាលែនថែវត្តពុទ្ធខោសាចាចំនួន$100បវរណាបដិជាប្រគុណរាហុលនៅវត្តដណាឡោមចំនួន$100បវរណាដល់ខ្ញុំបករណាពីថ្ងៃមុនចំនួន$100ដែរភាសាតោមនោសញ្ចេតនាជ្រះថ្លារបស់ញាតិញោមតែងតែជួយឧបត្ថម្ភគាំពៀយ៉ាងនេះសូមឲ្យទោសបរមីវត្ថុស័ក្តិសិទ្ធិក្នុងស្រុកខ្មែរតាមថែរក្សាការពារញោមទាំងអស់ឲ្យសមស្របជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនការសម្បត្តិគ្រប់ប្រការមហាប្រសើរកុំឲ្យស្គាល់ក្រកុំឲ្យស្គាល់លំបាកតោកយ៉ាវេទនាកំព្រាកំសត់ព្រាត់ប្រាសនិរិះចាកចោលបងប្អូនកូនចៅប្តីស្រីញាតិផៅឡើយទៅណាមកណាសូមសម្រេចដោយអត្ថមនុញ្ញផលសវត្ថិភាពសពបែបយ៉ាងទេវតាថែរក្សាការពារកុំឲ្យមានជំងឺអាពិតបៀតបៀនសោះឯញោមញាតិនៅក្នុងស្រុកទាំងយាយទាំងតាទាំងលោកអាចារ្យលោកយាយលោកតាគណៈកម្មការពុទ្ធបរិស័ទប្រគុណម្ចាស់គ្រប់ព្រះអង្គដែលបានចូលរួមក្នុងកម្មវិធីនេះសូមឲ្យប្រគុណម្ចាស់ញាតិញោមសមស្របជួបប្រទះពុទ្ធពរទាំង4អាយុវណ្ណៈសុខៈពលៈចូលសុខក្នុងពុទ្ធសាសនាកុំឲ្យមានមោះមីភ័យអសន្នអន់ក្របៀតបៀនទៀតធាឡើយអ្នកមកជួយចាត់ជួយចែងខ្នះខ្នែងលើកលីសែងលើកទុកលើកដាក់លាងចានលាងឆ្នាំងលាងប៉ាន់លាងពេញចិត្តបន្លែផ្លែឈើអ្នកដាំអ្នកស្លអ្នកស្លុកអ្នកថែមផុកអ្នកថែមអំបិលថែមប៊ីចេងទាំងចាស់ទាំងក្មេងជាវិជាវចៈអ្នកខលខ្វាយរត់តុកបំរើភ្ញៀវបំរើប្រសងអ្នករៀបចំសក្ការៈកាច់បាយសីបរិយមលូស្លាផ្កាភ្ញីជាដើមប្រាថ្នាយ៉ាងណាប្រយោជន៍ណាពោណាចូលសម្រាប់រៀងខ្លួនកំបីអខានអ្នកដែលមកចូលរួមចាប់អ្នកផលអង្គម្ចាស់លុយ100រៀលមកកាក់ម៉ាស៊ីនបាយមួយវៃដណ្ដៃមួយគួរស្លាមចំណិតមលូមកស្លឹកទឹកមកត្រឡោកទៅផ្ទះវិញបាត់ហើយក្តីនៅក្នុងទីនេះក្តីប្រាថ្នាប្រយោជន៍ណាពោណាចូលសម្រាប់កំបីអខានឡើយការថ្លាថ្លែងសម្ដែងពធទេសនាសន្មតថាចប់តែប៉ុណ្ណេះប៉ុន្តែមុននឹងបញ្ចប់ខ្ញុំបករណាបានទទួលសម្បត្តិការទំនុកបំរុងផ្ចង់ផ្ដើមចូលចាប់មគ្គផលពីលោកហៅស៊ីឋាននិងអ្នកស្រីហ៊ុនខៀងនេះមិនដឹងជាប្រមាណទេនៅក្នុងសម្បត្តិនេះទៀតដូច្នេះសូមញោមបានជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនបានទទួលពរជ័យពីខ្ញុំបករណាអាត្មាភាពទាំងអស់គ្នាពីខ្ញុំបករណាអាត្មាសានភិរេតនៅភ្នំពេញប្រជាជាតិកម្ពុជាថ្លែងនៅកតញ្ញតាធម៌ដ៏ជ្រាលជ្រៅដល់ញាតិញោមសារសប្បុរសទាំងអស់ឲ្យសមស្របជួបប្រទះតែនឹងពលឺប្រឌិតរៈត្រៃទាំង3ជួយបំភ្លឺផ្លូវញាតិញោមរួចចាក់ទុកទាំងអស់គ្នាសូមអនុមោទនាកណ្ដលីពីដើមគាត់មានដុំមាសដុំពេជ្រច្រើនគាត់យកមាសពេជ្រកណ្ដុលមកដុំយកមកវាយឲ្យមូលមើលតែក្របលុញក្របកស៊ូប្រប៉ិនមេជើងចោះប្រហោងឲ្យកូនពាក់គ្មានក្បាច់គ្មានក្បូរទេបើយកទៅឲ្យជាងធ្វើនាំតែគេទាលុយថ្លៃឈ្នួលមិនបាច់ធ្វើមិនអីទេចោះប្រហោងឲ្យវាពាក់ទៅ